ឥឡូវយើងចូលដល់សាច់រឿងមួយរបស់ប្រិយមិត្តរបស់កម្មវិធីជាអ្វីក៏ប៉ុន្តែគាត់ជាបងប្អូនជនជាតិគាត់ចែករំលែកមកណាហើយគាត់សប្តាហ៍ថ្ងៃនេះនៅក្នុងខេត្តតាកែវហើយសាច់រឿងនេះក៏កើតឡើងនៅក្នុងខេត្តតាកែវដែរព្រោះសាច់រឿងរបស់គាត់វែងចឹងខ្ញុំនឹងនិយាយឲ្យស្រួលស្ដាប់ជូនទៅបងប្អូនទាំងអស់គ្នាសាច់រឿងមួយនេះគឺកើតកុំលឿនពេកឯងសម្រាប់បន្តិចសិនបានសាច់រឿងមួយនេះគឺកើតឡើងនៅស្រុកត្រាំកក់ខេត្តតាកែវនៅក្នុងអំឡុងឆ្នាំ2008អញ្ចឹងបើសិនជាយើងនិយាយសាច់រឿងនេះតែម្ដងមិនមែនគាត់ជួបប្រទះផ្ទាល់ទេប៉ុន្តែដោយសារតែគាត់នៅភូមិផងរបងជាមួយនៅចិត្តហ្នឹងអញ្ចឹងហើយមានការនិយាយដឹងនិយាយទៅអ្នកក្នុងភូមិមិនធំទេអញ្ចឹងកើតឡើងនៅក្នុងគ្រួសារមួយណាក៏ដោយរឿងតូចរឿងធំគឺយើងដឹងតែទាំងអស់គ្នានឹងឯងអ្នកនៅក្នុងភូមិមកអញ្ចឹងក្នុងករណីនេះគាត់ប្រាប់ថានៅក្នុងតំបន់របស់គាត់ហ្នឹងវាមានទួលចំណាស់មួយទួលចំណាស់នោះគឺអាចនៅមិនមែនអាចនៅទេមានទាំងអស់3គ្រួសារដែលនៅលើទួលមួយហ្នឹងអូខេទួលចំណាស់3គ្រួសារមនុស្សមែនទេអូខេមនុស្សមែនទេព្រោះទួលធំហ្នឹងរបៀបគាត់និយាយស្រួលស្ដាប់កូនភ្នំលើវាអញ្ចឹងណាតែយើងទៀបណាវាជាកូនទួលមួយអញ្ចឹងទៅហ្នឹងហើយអញ្ចឹងក្នុងករណីហ្នឹងហើយមាន3គ្រួសារបើសិនជាយើងចូលទៅតាមខ្លងទ្វារមុខផ្ទះទី1 1គ្រួសារផ្ទះទី2 2គ្រួសារនិងផ្ទះចុងក្រោយគេគឺជាផ្ទះរបស់គ្រូបញ្ជាន់អរិយហើយបើសិនជាយើងកលេចមើលនៅក្នុងបរិវេណទួលហ្នឹងទេបើសិនជាយើងកលេចមើលបន្តិចទៀតទៅគឺមានជ្រាំមួយជ្រាំដែលសាងសង់អំពីឫស្សីសម្រាប់គួរនិយាយថាកន្លែងសែនព្រេនរបស់តំបន់អីចឹងណាអញ្ចឹងគេធ្វើរបៀបអ្នកភូមិអញ្ចឹងគេធ្វើអាស័យរបៀបតុកអាស័យអញ្ចឹងតុកដាក់សំណែនតុកដាក់អីចឹងទៅអញ្ចឹងគេតម្កល់ហ្នឹងអត់មានលើកចុះលើកឡើងទេហើយនៅចិត្តនឹងផងដែរក៏មានអណ្ដូងបុរាណមួយដែរហើយក៏មានអណ្ដូងហៀងចៅដំណាលអំពីគ្រូបញ្ជាន់អរិយមួយហ្នឹងប្រពន្ធសពថ្ងៃរបស់គាត់គឺជាប្រពន្ធទី3មិនមែនជាប្រពន្ធទី1និងទី2ទេដែលគាត់ក៏មិនបានបញ្ជាក់ថាតើគ្រួសារទី1គ្រួសារទី2របស់គ្រូបញ្ជាន់អរិយមួយរូបហ្នឹងលែងលះគ្នាឬក៏បាត់បង់ជីវិតគឺយើងអត់ដឹងទាំងអស់គ្នាគ្រាន់តែដឹងថានៅក្នុងផ្ទះដូចខ្ញុំបានប្រាប់អញ្ចឹងណាផ្លូវចូលទី1នៅខាងឆ្វេងដែរគឺមានគ្រួសារទី1គ្រួសារទី1នេះហើយគឺជាគ្រួសាររបស់កូនប្រពន្ធដើមរបស់គ្រូបញ្ជាន់អរិយហ្នឹងយើងដាក់ឈ្មោះថាអ៊ំស្រីកអញ្ចឹងចុះអ៊ំស្រីកហើយលោកយាយដែលជាភរិយាទី3របស់គ្រូបញ្ជាន់អរិយហ្នឹងយើងដាក់ថាអ៊ំលោកយាយខអ៊ំស្រីកនិងលោកយាយខអត់អីខ្ញុំចាប់ខ្ញុំអូខេគូក្បាលខ្ញុំចាប់អត់អីអ្នកនៅក្នុងភូមិហ្នឹងមិនថាតែគ្រួសារ3ទួលហ្នឹងទេទួលដែលមានគ្រួសារ3ហ្នឹងទេតែអ្នកនៅភូមិនៅចិត្តហ្នឹងផ្ទះទាំងអស់ដឹងថាលោកយាយខគឺជាមនុស្សដែលចង់បានរបស់គេឃ្លានណាស់របស់គេហ្នឹងរបស់គេវាឆ្ងាញ់យល់អញ្ចឹងភាគច្រើនអ្នកភូមិតាហាលឬក៏ឥឡូវឧបមាថាបោយទឹកផ្ទិលទឹកតាទុកប្រហែលបាត់ហើយលួចបដ ாய் ហ្នឹងលួចនឹងឯងហ្នឹងហើយដល់ពេលគេទៅរកគឺទៅឃើញនៅផ្ទះយាយហ្នឹងឯងអូខេហើយបកាយអត់បានគាត់ថាគាត់ទិញដូចគ្នានៅសារមានលក់ដែរបាទអញ្ចឹងបាត់ច្អេទៅឃើញផ្ទះយាយហ្នឹងបាត់អានេះបាត់អានោះរបស់ស្អីក៏ដោយតែទុកប្រហែលគឺបាត់ឃើញនៅផ្ទះយាយហ្នឹងទាំងអស់ហើយគាត់នៅតែបកាយថាជាផ្ទះរបស់គាត់ជាកម្មសិទ្ធិរបស់គាត់ជាអ្នកទិញអញ្ចឹងជាម្ដងជាពីរដងអត់មានអ្វីលើសក្រៅអំពីប្រយ័ត្នរៀងខ្លួនបើបកាយក៏បកាយមិនកើតដែរអ្នកភូមិនៅភ្នំពេញដឹកដៃគ្នាឡើងតុលាការអីចឹងទៅហើយក៏គេមិនលួចតើដែរអ្នកភ្នំពេញណោះប៉ុន្តែនៅភូមិអញ្ចឹងវាចឹងហ្នឹងហើយបើយើងដំណាលអំពីឆ្នាំ2008និងឆ្នាំ2009អចលនទ្រព្យរបស់ប្រទេសកម្ពុជាគឺមានការស្ទុះឡើងខ្លាំងមែនទែនហ្នឹងហើយទៅហើបហ្មងហ្នឹងហើយអញ្ចឹងយើងសង្កេតឃើញតែអ្នកភ្នំពេញក៏ដោយអានេះខ្ញុំប្រហែលខ្ញុំនិយាយក្រៅសាច់រឿងតិចណាមហឹកហ្នឹងណាអ្នកបងប្អូនខាងចការៀងជាយក្រុង10គីឡូពីក្រុងអញ្ចឹងណាជំនាន់ហ្នឹងគេនិយមអាសង្ឃហ្នឹងហើយមកទៅអាសង្ឃហ្នឹងឯង309ហ្នឹងហើយទិញសិតម្ដង 3-4 គាត់ត្រូវប៉ាន់ដីលក់ដីបានហ្នឹងហើយទិញ 3-4 ដឹកយកឲ្យទៅដល់ផ្ទះឲ្យធីបម្នាក់100ទៀតអុយយ៉ា
ហ្នឹងខ្ញុំតន់ហ្មងខ្ញុំថាអូសាហាវរបស់គេហ្មងពិតៗណាហ្នឹងហើយអញ្ចឹងក្នុងករណីនេះហើយនៅក្នុងឆ្នាំ2008 2009អ៊ំស្រីជាកូនប្រពន្ធដើមរបស់គ្រូបច្ចុប្បន្នរៈហ្នឹងគាត់លក់បានដីមួយដុំអញ្ចឹងគាត់បានសល់លុយហើយអញ្ចឹងគាត់សល់លុយអញ្ចឹងគាត់យកលុយហ្នឹងទៅទិញម៉ូតូមួយគ្រឿងយ៉ាងថ្មីជ្រឿងនៅសល់អំបាលម៉ានគាត់ក៏បានទិញខ្សែកទម្ងន់ 5G ជាខ្សែកមាសទម្ងន់ 5G ជាការស្រឡាញ់របស់គាត់ហើយគួរខ្ទមផ្ទះឈើនៅលើដីទួសុកលក់បានដីត្រូវប៉ាន់ក៏យកមានមាសមានអីចឹងទៅអញ្ចឹងក្នុងករណីហ្នឹងគាត់ពាក់ជាប់កអញ្ចឹងជាគ្រឿងអលង្ការទី1នៅពេលនោះហើយដែលល្ងាចឡើងប្រហែលម៉ោង5ម៉ោង6គាត់ទៅងូតទឹកនៅក្នុងនៅកន្លែងតំបន់ដងបារានអញ្ចឹងទៅអញ្ចឹងគាត់ចាប់ផ្ដើមបោះខោអាវរបស់គាត់អីចឹងដាក់មួយកគាត់ខ្លាចប្រឡាក់ខ្សែកគាត់ដោះទាំងខ្សែកមួយហ្នឹងដាក់នៅចិត្តនឹងផងដែរតន់គាត់មុជទឹកហើយនឹងស្អាតដកខ្លួនហើយអស់ទាញកៅអៅវឹបពាក់តម្រង់ទៅផ្ទះវិញមនុស្សអត់ដែលមានខ្សែកវាមិនភ្លេចខ្សែកថៃបាទអត់ទម្លាប់បាទអត់ទម្លាប់ដឹងថាខ្លួនឯងមានអញ្ចឹងដល់ពេលយប់ផងខ្លាចល្ងឹតខ្លាចអីវាមានភ្លើងអគ្គិសនីអីគ្រប់គ្រាន់ណាអញ្ចឹងក្នុងករណីហ្នឹងហើយគាត់ក៏ភ្លេចអារឿងខ្សែករបស់គាត់មេល្ងឹតផងនោះគាត់ក៏ត្រឡប់ទៅផ្ទះវិញនៅពេលដែលគាត់ត្រឡប់ទៅផ្ទះវិញនេះគាត់ប្តីរបស់គាត់ព្រឹកឡើងចាប់ផ្ដើមសួរខ្សែកនៅណាគាត់មិនស្រឡាំងកាំងខ្សែកចាប់ផ្ដើមរនឹកទៅណាគាត់នឹកឃើញថាអូភ្លេចនៅកន្លែងមួយទឹកហ្នឹងហើយនៅដងហ្នឹងហើយអញ្ចឹងគាត់ចាប់ផ្ដើមដើររឆោឡោផ្អើលអ្នកភូមិផ្អើលអីអញ្ចឹងទៅខ្ញុំកាត់កន្លែងហ្នឹងខ្ញុំបកទៅមុនហេតុការណ៍ដែលគាត់ដើររវិញយាយខនេះគាត់ដើរទៅទិញម្ហូបនៅផ្សារនៅព្រឹកហ្នឹងណាគាត់ដើរអួតខ្សែកគេនិយាយតែចង់បានអវ៉ាន់គេហ្នឹងហើយដែលត្រឡប់លួចរបស់គេហ្នឹងណាដើរអួតប្រាប់គេណែខ្សែកទិញថ្មីស្អាតទេអារបៀបហ្នឹងហើយផ្ជាហ្នឹងមនុស្សចង់បានតែបានរបស់គេធំរៀងថ្លៃដែរវាខ្មើតចឹងណាណែមិនដែរស្អាតអត់អូយម្នាក់អូយស្អាតណាស់យាយតងន់ប្រមាណតងន់ប្រមាណខ្សែកហ្នឹង3-4G ហ្នឹងណា3-4G អញ្ចឹងណាពាក្យថា 3-4G 4-5G បានន័យថាមិនដឹងថា4ឬក៏5អត់ច្បាស់ទេអញ្ចឹងយើងកាត់មកដល់ខ្ញុំត្រឡប់មកខាងក្រោយវិញត្រឡប់មកមុខវិញនៅពេលដែលគាត់ដើររហ្នឹងគាត់ដើររឆោឡោពឹងគេពឹងឯងគេសួរថារស្អីគាត់ថាជ្រុះលុយហ្នឹងឯងម្ចាស់ខ្សែកមែនតើណាជ្រុះលុយដល់ពេលជ្រុះលុយតិចតួចរត់ឃើញទេអញ្ចឹងហើយម្នាក់ចាប់ដើមប្រមាណតាន់តិចតួចប៉ុណ្នេះអញ្ចឹងទៅគាត់ខ្លាចគេដឹងដឹកថាគាត់មានមាសលក់ដីបានអញ្ចឹងណាអញ្ចឹងគាត់លាក់បើអត់សុវត្ថិភាពផងវណាគេចូលប្លន់គាត់មកវបាត់អញ្ចឹងគាត់ប្រឹងលាក់អត់ឲ្យគេដឹងថាគាត់មានមាសហេដើររម្នាក់បែកម៉ាំហ៎រអត់ឃើញសោះគាត់ទាល់តម្រេះគាត់អង្គុយយំអោបជើងអង្គុយយំទៅគេក៏សួរមើលបាត់លុយប្រមាណគាត់ក៏ប្រាប់ការពិតថាគាត់បាត់ខ្សែកទម្ងន់ 5G ដែលគាត់ទើបតែទិញជាខ្សែកមាសពេលហ្នឹងហើយដែលអ្នកភូមិដែលជួយរកគាត់ហ្នឹងលោតអំពូលលើក្បាលទឹងនឹកមកយាយខផឹកមិញទុំដើរអួតគេរឿងខ្សែកគាត់តាអញ្ចឹងក៏ប្រាប់ទៅលោកអ៊ំស្រីកនេះប្រាប់ថាយាយខគាត់ទុំអួតខ្សែកថាគាត់ទុំទិញ 3-4G នេះចឹងណាអញ្ចឹងហើយគាត់ទទួលបានដំណឹងដឹងថាម្ដាយក្រោយរបស់គាត់ម្ដាយចុងរបស់គាត់នេះជាមនុស្សចង់បានក៏រុយតម្រង់ទៅក្នុងផ្ទះឆ្លោះគ្នាបកែកគ្នាដណ្ដើមសុំមើលខ្សែកយាយខមិនព្រមយកខ្សែកឲ្យមកសពតតែសោះរហូតដល់មានការអន្តរាគមន៍ពីមេភូមិអីចឹងណាគាត់ក៏ស្ម័គ្រចិត្តយកចេញមកនៅពេលដែលយកចេញមកណាម្ចាស់ខ្សែកគេមិនដឹងខ្សែកនឹងខ្សែកខ្ញុំទេយាយខនោះគេអត់ទេខ្ញុំទិញដល់ឆ្លោះគ្នាមិនចេះចាប់មិនចេះហើយមេភូមិក៏នាំចូលទៅសាលាបណ្ដោយឥឡូវមក
លើកផោះតាង លើកខោះតាងមក អឺ ឥឡូវបោះអ្នកណាពិតប្រកបចឹងអ៊ំកនេះអ៊ំស្រីកនេះគេយកបងរបស់គេចេញមក អា ទម្ងន់ 5G នេះបងតម្លៃនេះគេសួរមើលលោកយាយមានភ័ស្តុតាងដែរឬអត់គាត់ថាចាំបាច់មានភ័ស្តុតាងអីខ្សែកហ្នឹងខ្សែកគាត់ទិញហេតុអីត្រូវចាំបាច់ភ័ស្តុតាង មកបែបទៅ អញ្ចឹងគេសួរថាមើលលោកយាយខ្សែកហ្នឹងទម្ងន់ប្រមាណម្ដងឆ្លើយថា 2G ម្ដងឆ្លើយថា 3G ម្ដងឆ្លើយថា 4G អត់ច្បាស់ប៉ុណ្្នឹងគេចាប់ថ្នាក់បាន ហ្នឹងហើយ ប៉ុន្តែបញ្ហាគឺមិនមានភ័ស្តុតាង ថាយក បាទព្រោះនេះខ្ញុំអធិស្ឋានណាបងប្អូនដូចកម្មការនីរោងចក្រគាត់និយមបែបគ្រឿងអលង្ការម៉ូដប្រហែលគ្នាទេអញ្ចឹងអ្នកភូមិក៏ម៉ូដប្រហែលគ្នាដែរ អាហ្នឹងនៅឡៃលក់មាសលក់អីហ្នឹងគេ ហ្នឹងហើយ ធ្វើម៉ូដមក4 10ខ្សែអញ្ចឹងទៅ ហ្នឹងហើយ គ្នា អញ្ចឹងមានភ័ស្តុតាងណាទៅចាប់ថាលោកយាយហ្នឹងលួចគាត់បានត្រឹមតែដឹងក្នុងចិត្តថាលួចឆ្លួកគ្នាខ្លាំងរហូតដល់ណាដល់ណីរហូតដល់មានការស្បត់ស្បាយ អ៊ំស្រីក៏គាត់ថាបើខ្លាំងទៅទីសក្ការៈមួយដែលល្បីក្នុងខេត្តតាកែវ ហ្នឹង ក្នុងវត្តមួយដ៏ល្បីក្នុងខេត្តតាកែវទៅស្បត់ជាមួយ លោកយាយក៏អត់ចាញ់ច្រាមប្រហែលជាក្នុងចិត្តរបស់គាត់អាងថាប្តីគាត់គ្រូបញ្ជាន់រាំង ហ្នឹងហើយ ស្បត់អីចាំអញលាតែបណ្ណតាមក្រោយរបៀបអញ្ចឹងណាក្នុងករណីនេះក៏យើងអត់បានចាប់រកកាន់ថាលោកយាយលួចដែរណា អា នេះខ្លាចរឿងហ្នឹងឯង ផ្លិចជីផ្លិចអីហ្នឹងយើងខ្លួនឯងក៏យើងផ្លិចដែរ គាត់ចាស់ដែរអញ្ចឹងណាអញ្ចឹងយើងមិនមានការចាប់ប្រកាន់ទេក៏ដឹកដៃគ្នាទៅស្បត់ពេលដែលទៅស្បត់ហ្នឹងមានអ្នកធំចូលរួមច្រើនណាមានមេភូមិមេសកាត់អញ្ចឹងណាដើម្បីធ្វើជាភ័ស្តុតាងសក្តិភាពថាយើងស្បត់ទាំងអស់គ្នាធ្វើពិធីស្បត់ហ្មងអញ្ចឹងការស្បត់ពឹស្ដាម្នាក់សុទ្ធតែមិនដឹងគឺជីបអូចយើងខ្លួន អត់មានតែចាយមក ហ្នឹងហើយអត់មានទេ តែគាត់ស្បត់រៀងខ្លួនអត់សាមញ្ញធម្មតា ហ្នឹងហើយចាប់ត្រឹមប៉ុណ្្នឹងក្រោយកាលបរិច្ឆេទខ្ញុំកែប្រែមួយចំនួនប៉ុន្តែកន្លែងខ្លះពិតណាកន្លែងខ្លះពិតបានតែដូចនៅអ្វីដែលគាត់ប្រាប់ ស្នូលសាច់រឿងវាដូច បាទអញ្ចឹងគាត់បានប្រាប់តែអញ្ចឹងប្រហែលជាមួយអាទិត្យក្រោយពីការស្បត់ហ្នឹងទាំងពីរអ្នកធ្លាក់ខ្លួនឈឺ ណែនឹងណានៃ ហ្នឹងហើយខ្ញុំគិតថាពេលខ្ញុំអានសាច់រឿងណាគេឈឺយើងដឹងទេណាតែធ្លាក់ខ្លួនឈឺទាំងពីរគិតមិន យើងគាត់ថាមានអីសញ្ញាណអ្នកណាមួយ ហ្នឹងហើយដល់ហើយទៅព្យាយាមព្យាបាលរៀងខ្លួនទៅក៏ជាទាំងពីរអ្នកទៅក្រនតែខាងលោកយាយខឈឺធ្ងន់ជាងឈឺរ៉ាំរ៉ៃទៅរហូតចឹងទៅខាងអ៊ំស្រីកគាត់ជាឲ្យក្រស៊ីធម្មតាទៅប៉ុណ្ណឹងបានមករយៈអ៊ំលោកយាយខនោះគាត់ក៏ចាប់ផ្ដើមជាសះស្បើយដូចមានកម្លាំងដើរឡើងឡាយចឹងទៅរហូតដល់ខែភ្ជុំនៅពេលដែលរដូវខែភ្ជុំនោះមុននឹងកើតហេតុម្ចាស់សាច់រឿងសរសេរថាមុននឹងកើតហេតុគាត់ចាំថាភ្លៀងខ្លាំងណាស់លិចស្រែលិចចកាភ្លៀងខ្លាំងហ្មងភ្លៀងយត់តែមែនតែរយៈពេល3ថ្ងៃរហូតដល់អាចារ្យភ្លុកហើយនឹងអាចារ្យការអញ្ចឹងណាគេប្រមូលគ្នាមកពិភាក្សាគ្នាថាយើងគិតរកទីតាំងមួយដើម្បីសែនព្រេនហ្នឹងហើយដើម្បីសែនព្រេនអញ្ចឹងណាផុតពីរំលងពីពេលនោះមកស្រាប់តែលោកយាយខធ្លាក់ខ្លួនឈឺខ្លាំងមែនទែនធ្លាក់ខ្លួនឈឺខ្លាំងណាស់ខ្លាំងរហូតដល់កូនចៅមកមើលកូនចៅគាត់មលាហើយនេះ ធ្លាក់ខ្លួនឈឺខ្លាំងយកតែមែនតែនរហូតដល់គាត់ដេកអត់បានទេងើបមកអង្គុយអង្គុយរហូតហើយមនុស្សឈឺបាក់ឡើងស្បាតហ្មងណាពាក្យដែលគាត់តែងតែមកមើលអញចាញ់ហើយអញខ្លាចហើយពាក្យមកមើលបែបហ្នឹងរហូតដល់ដំណាក់កាលចុងក្រោយដឹងលោកយាយស្លាប់របៀបម៉េចអស់បនរបៀបម៉េចអស់បនអង្គុយចောင်းហោពួកគាត់គេងអត់កើតហ្នឹងឲ្យតែគេងគាត់ថាសេក្តៅណាអូយពិបាកណាអញ្ចឹងគាត់បានតែងើបអង្គុយឯងអញ្ចឹងកូនចៅអ្នកដែលតន់នេះគឺលោកយាយនេះអង្គុយចောင်းហោងសុភ័ក្រនេះអូយអញចាញ់ហើយអញខ្លាចហើយស្ងាត់លោកយាយមកប៉ុណ្ណឹងលោកយាយដាច់ចោលបាត់ហើយចឹងហើយទៅបនកូនចៅចាប់ផ្ដើមពលាដៃពលាជើងអីចឹងទៅតាអាចារ្យទាំងឡាយអាចារ្យភ្លុកអាចារ្យអីចឹងណាអាចារ្យយោគីអីចឹងណាចាប់ផ្ដើមដេញវេលាដេញពេលត្រូវបូជាត្រូវអីចឹងទៅក៏ដេញបានថ្ងៃដេញវេលា
ជំនាន់2008ហ្នឹងក៏មិនទាន់មានអីគាត់ប្រាប់ថានៅក្នុងស្រុកភូមិអញ្ចឹងបានខ្ញុំគិតថាដាច់ស្រយាលខ្លាំងហើយអញ្ចឹងគេចាប់ផ្ដើមកាប់ដើមឆេកតាមបច្ចេកទេសរបស់គេបុរាណណាគាត់ប្រាប់ថាសពរបស់លោកយាយអត់តោងភ្លើងទាល់តែសោះអត់តោងភ្លើងទាល់តែសោះត្រឹមប៉ុណ្្នឹងមានលោកពូម្នាក់លោកពូម្នាក់ហ្នឹងនៅក្នុងភូមិហ្នឹងគឺគាត់ជាអ្នកផឹកខួបប្រមឹកខួប យល់ ហ្នឹងហើយឪម៉ែផឹកសម្រាប់បងប្អូនដែលអត់ដឹងអ្នកដែលពាក្យថាផឹកខួបមានន័យថា មកផឹកបង ស្វាងមិនទាន់ផឹកទៀតហើយផឹកវិលទៅវិញស្វឹងរាល់ថ្ងៃដល់ថ្ងៃមួយថ្ងៃដែលបូជាសពហ្នឹងពូម្នាក់ហ្នឹងណាគាត់ដើរកាត់កន្លែងបូជាសពហ្នឹងក៏សេចថាចេះយ៉ាយាយខកាលនៅរស់អាក្រក់ចង់បានរបស់គេហើយស្លាប់ទៅនៅអាក្រក់ទៀតគាត់និយាយរបៀបស្វឹងណាវឹងណាយីកាត់យកមកអាំងខ្លែមស្រាឥឡូវយូយនិយាយចឹងប៉ុណ្ណឹងគេបូជាហើយតរំតោងភ្លើងហើយចាប់សពគ្រប់ចូលដល់ពិធីក្នុងរោងណាព្រោះដោយបងប្អូនដែលគាត់ដឹង7ថ្ងៃបូជាថ្ងៃទី2ថ្ងៃ3ហ្នឹងចឹងហើយតែកម្មវិធីនៅផលិតដដែលទេលោកពូនឹងគាត់ក៏ចូលរួមមកជួយដែរព្រោះមានស្រាហ្នឹងហើយមិនមកផឹកក៏ដល់លុយហ្នឹងហើយដល់ហើយនៅពេលដែលគេរៀបចំម្នាក់នេះកំពុងតែរវល់ដៃទទួលភ្ញៀវឆ្វេងស្ដាំវាចម្លែកប្រពន្ធរបស់ពូនឹងមករកគាត់មិនចាស់ស្អីរឿងប្រាប់ទៅចេះតាំងពីគាត់ស្គាល់លោកពូនឹងប្រពន្ធគាត់ផឹកកន្លែងណាស្លាប់កន្លែងណាប្រពន្ធគាត់មិនដែររកទេប្រពន្ធគាត់គឺមិនដែររកតែចម្លែកថ្ងៃហ្នឹងគាត់មករកថាមានរកឃើញប្តីឃើញអីអត់ចឹងណាអញ្ចឹងម្នាក់ចាប់ផ្ដើមឆ្លេឆ្លារកបាត់ទៅណាមិញអង្គុយនៅហ្នឹងឆ្វេងស្ដាំហោមុខក្រោយប្រហែលជាកន្លះម៉ោងស្រាប់តែឃើញលោកពូម្នាក់ហ្នឹងកំពុងតែឈរនៅក្រោមដើមអំពិលឈរឲ្យស្រឡឹងមើលលើប្រពន្ធទៅដឹកដៃហៅប្រពន្ធដឹកដៃហើយថៃកើតអីលោកពូហ្នឹងប្រាប់ថាអូយគាត់របៀបដឹងខ្លួនណាអូយយាយខដឹកដៃគាត់រត់ពាត់ជុំវិញហ្នឹងគាត់ថានៅពេលដែលគាត់ពងតែរៀបចំលោកយាយខហ្នឹងគឺឈរពីលើផ្ទះបោះដៃឲ្យគាត់ទេមកនៅជាមួយគាត់មកគាត់ថាអត់ទៅស្ទុះពីលើផ្ទះហ្នឹងចាប់ដៃគាត់រត់ហ្មងរត់យល់ហើយដូចបងឯងនិយាយអញ្ចឹងដូចប្រត់គុនកមុំហ្នឹងហើយរត់ពាត់ជុំវិញដើម7ហ្នឹងគាត់រត់គាត់ថាតង្ហក់របៀបរត់អត់តាន់យល់ហើយហ្នឹងហើយដូចនិយាយរត់ម៉ារ៉ាតុងហ្នឹងហើយគឺអញ្ចឹងដូចគ្នាឃើញស្អីរឿងប្រទះនេះដល់ពេលអញ្ចឹងហើយគេក៏ចាប់គាត់ហ្នឹងមកឲ្យគាត់រៀងដឹងខ្លួនណាហើយក៏បញ្ជូនទៅផ្ទះចាប់ផ្ដើមអាការៈកាន់ធ្ងន់ទៅគេក៏បញ្ជូនគាត់ទៅក្នុងវត្តដើម្បីស្រោចទឹកលាក់ប្រើរយៈពេលយូរខ្លាំងមែនទែនចាញ់មកគាត់ស្បាត់ថាគាត់ជប់ផឹកប្រពន្ធរបស់គាត់ដំបូងគិតថាអាប៉ែនេះផឹកដល់ឈួនឃើញខ្មោចប៉ុន្តែដល់ពេលមើលយូរទៅអាការៈហ្នឹងមើលទៅដូចមែនទែនដូចអញ្ចឹងណាអញ្ចឹងក្នុងករណីនេះហើយព្យាបាលជាមិនបានប៉ុន្មានទេរាប់ទៅ2ខែក្រោយពីលោកយាយហ្នឹងស្លាប់គាត់ក៏ស្លាប់ដែរគាត់ស្លាប់ដូចគ្នារហូតដល់ក្រុមគ្រួសាររបស់លោកពូមួយហ្នឹងគាត់បានទៅរកបដាជគុណក៏បានប្រមាលមើលក៏ប្រាប់ថាការពិតទៅខុសដោយសារតែប្រមាថគេខ្លាំងពេកសិតតែចង់កាត់ហ្នឹងហើយយកមកខ្លែមស្រាចឹងគេខឹងខ្លាំងមែនទេពូប្រមាថវាធ្ងន់ខ្លាំងពេកយ៉ាងហើយគេចង់យកតាំងពីអាថ្ងៃកើតហេតុហ្នឹងប៉ុន្តែប៉ុនគាត់វានៅមានគេយកវាទៅមួយរហូតដល់ធ្លាក់ខ្លួនឈឺនឹងឯងទៅបានគេយកទៅបានសម្រេចដំណើរពីឪពុករបស់អ៊ំស្រីក៏ដែលជាអ្នកបញ្ជាន់អរិយវិញអ្នកបញ្ជាន់អរិយហ្នឹងគាត់ខ្មាស់កូនគាត់ដឹងថាប្រពន្ធគាត់ចង់បានគាត់ដឹងថាប្រពន្ធគាត់លួចហើយអញ្ចឹងគាត់ខ្មាស់កូនយកខ្សែកមកហើយក៏ប្រាប់ថាហៅសកម្មទៅចប់ទៅវាកើតខ្មោចហើយនិយាយវាកើតខ្មោចហើយអញ្ចឹងហៅសកម្មទៅគាត់ក៏រើប្រវិចចេញទៅនៅជាមួយកូនមួយទៀតអីចឹងទៅចេញពីស្រុកចេញពីស្រុកភូមិព្រោះខ្មាស់គេខ្លាំងពេកបានតែបន្តិច2ឆ្នាំក្រោយក៏ទទួលដំណឹងមរណភាពរបស់គ្រូបញ្ជាន់អរិយហ្នឹងដែរអានេះសម្រាប់ផ្សាយរឿងហ្នឹងគឺចប់ត្រឹមប៉ុណ្ណឹងប៉ុន្តែជូនសម្រាប់បងប្អូនដែលចូលចិត្តស្បត់តែ
បងប្អូនហើយពាក្យស្បត់ស្បែកមិនក៏តនេយកមកពាក្យម៉េះខ្ញុំឃើញហើយចូលចិត្តណារឿងស្បត់អូនចេះស្បត់អូនចោះស្បត់បងមានមតិអីចំពោះពាក្យស្បត់ទេ អត់វាអត់ចំណេញមែនតើណាមិនបានយើងសុកយកសោមកចាក់ខ្លួនឯងជ័យគ្នាសិនទៅល្អជាងយើងបានយើងនិយាយគ្នាមិនមែនថាស្បត់មិនបានការទេវាបានសំបីតានៅក្នុងកម្មវិធីជាតិធំៗក៏មានសម្បត់មានអីដែរប៉ុន្តែយើងកុំយកអាសម្បត់ហ្នឹងមកប្រើសំបីតែរឿងតូចតាចអីណាកុំចូលចិត្តស្បត់ពេកអត់ចំណេញទេហើយមែនទៅឥឡូវខ្ញុំគិតថាបាច់និយាយអីច្រើនទេបងប្អូនគាត់ថាស្បត់ល្អអត់ 100% មិនល្អប៉ុន្តែតើតើប្រើ បាទ ហ្នឹងហើយតែពាក្យថាតល់មិនមែនងាយប្រើទេតើតល់មិនមែនស្អីបន្តិចក៏ប្រើស្អីបន្តិចក៏ស្បត់អីបន្តិចក៏ស្បត់អាប់លុយលើស100លុយខ្មែរក៏ស្បត់អីក៏ស្បត់អត់ទេកុំអីព្រោះនិយាយពីហុងស៊ុយហ្នឹងកាត់រិស័យដែរ បាទយេស៊ូស្ដាប់ទៅបងប្អូនទាំងអស់គ្នាត្រូវចាំថាពេលដែលបងប្អូននិយាយមានអ្នកស្ដាប់ប្រហែលជាមានអ្នកស្ដាប់និងប្រហែលជាមានអ្នកទទួលឮ ហ្នឹងហើយ បាទអញ្ចឹងប្រយ័ត្នប្រយែងកុំប្រើពាក្យនឹងទៅពីខ្លាំងពេកបាទយើងចូលដល់ស្អីរឿងមកចប់ វែងពេក បាទ វែងពេកអី អត់ទេតោះបើហើយសន្យាឲ្យទៅធ្វើឲ្យបានឥឡូវនេះយើងរីករាយនឹងភាគបញ្ចប់នៃ season ទី2 season ទី3 episode ទី12 ទៅនេះប្រហែលជាមែនទៅវាមិនទាន់ស្ថិតនៅក្នុងជំរឿសដែលខ្ញុំយកមកនិយាយនិទានទេហើយសង្ឃឹមថាការនិយាយនេះវាប្រហែលជាមិនទាន់ជាលំអិតខ្លាំងទេដោយសារតែលើកយកមកនិយាយភ្លាមពាក់ព័ន្ធជាមួយនឹងសាច់រឿងនេះដែរវាពាក់ព័ន្ធនឹងភ្នោទៀតហើយអញ្ចឹងភ្នោចិនទៅដែរ បាទ ហ្នឹងហើយអញ្ចឹងពាក់ព័ន្ធមួយភ្នោនេះអញ្ចឹងពីដើមមកបងប្អូនគាត់នឹង3នាក់តែរឿងហ្នឹងខ្ញុំមិនមែនជា case ខ្ញុំជួបផ្ទាល់ទេប៉ុន្តែជាដូចថាខ្ញុំនិយាយរឿងភ្នោទៅមានចាស់គាត់ប្រាប់អីចឹងណាថាពីមុនមានមែនមានអីចឹងតែវាឆ្ងាញ់ហើយសាច់រឿងហ្នឹងគឺវាប្រតិគ្នាខ្លាំងតែគ្រាន់តែខ្ញុំមិនដឹងថាខ្ញុំនិយាយនេះទៅបងប្អូនអាចយល់ថាឆ្ងាញ់អត់ទេតែបើអត់ទេចាំមើលបើថាចង់ឲ្យនិយាយលំអិតចាំមានឱកាសក្រោយអីចាំនិយាយអានឹងឲ្យលំអិតឲ្យសាច់រឿងហ្នឹងអញ្ចឹងគាត់មានបងប្អូនប្រុស2នាក់បងប្អូនស្រីពៅម្នាក់អញ្ចឹងមានថាបងប្អូនគាត់3នាក់អញ្ចឹងម្ដាយគាត់បានស្លាប់ស្របពេលដែលបងប្អូនពៅគាត់ទើបតែរៀបការអញ្ចឹងមានថាគាត់ការអស់ហើយការឲ្យបានមួយរយៈម្ដាយគាត់ក៏បានចែកឋានទៅអញ្ចឹងក្នុងករណីនេះអ្នកដែលរស់ស៊ីមានជាងគេគឺបងទី1ព្រោះណាមានខ្លាំងមែនទែនគឺបងធំតរហៀហ្នឹងគឺលយមកបន្ទាប់មកកូនពៅនេះគាត់ចាប់ដើមមានប្រឹងតាមបងតែប្រឹងមិនតាន់តែវាក៏ដល់ដំណាក់កាលមួយគាត់ចាប់ដើមទៅយ៉ងក្បាលចុះមកវិញទៅលើរឿងការរស់ស៊ីរបស់គាត់វាចាប់ដើមធ្លាក់មានបញ្ហាមករហូតចឹងទៅអញ្ចឹងគាត់នេះបានទៅរកឲ្យអ្នកដែលគេជំនាញទៅមើលភ្នោហ្នឹងវាជារឿងដែលមិនល្អសម្រាប់ភ្នោលិចទឹកអញ្ចឹងទៅវាបានដុះស្លែវាបានបាក់ដីក្រោមទៅវាប្រេះដៃម៉ងដៃអីហ្នឹងវាឃើញក្នុងសភាពភ្នោមួយដែលយើងនិយាយថាជាងទៅខូចអីប៉ុន្តែភ្នោចាស់ជាងគេ10ឆ្នាំយល់វាចាស់ពេកវាបាក់បែកពេកបើសិនជាត្រឹមតែស្លែត្រឹមតែអីតិចតួចវាអត់បញ្ហាប៉ុន្តែនេះវាប្រេះវារបូតដៃចេញដៃម៉ងអីវាចេញមកដូចឡានកិនពីលើអញ្ចឹងប្អូនទី2នេះក៏គាត់ចាប់ដើមទទួលបានថាភ្នោនេះមិនល្អទេសម្រាប់គាត់ដែលធ្វើឲ្យគាត់កាន់តែធ្លាក់ទៅតែចិនសែនោះប្រហែលជាគេជំនាញវាមានវិជ្ជាជីវៈអញ្ចឹងគេប្រាប់ថាបច្ចៈមិនមែនបងនេះមានដោយសារតែភ្នោនឹងវាបាក់បែកអញ្ចឹងទេអាចថាគេប្រកែអាចថាបុនគេបាទអញ្ចឹងប្អូនពៅស្រីនេះបានប្តីនេះមានជួញលក់គោលក់អីតែគេហៅកងសីហ្នឹងណាកងស៊ីច្រឡំកងសីគាត់តាគេបើមើលពីជីវភាពទៅប្អូនហ្នឹងវានៅមិនស្អាតទេពាក់កៅអៅខៀកធំឆ្អាបធំគោធំសัตว์អីចឹងទៅតែបើនិយាយពីលុយប្អូនបើនេះមានជាងអាទី2ដល់ណាអញ្ចឹងប្អូននេះចាប់ដើមទៅប្រាប់បងថាខ្លួនហ្នឹងបានទៅអុជធូបសន្យាមួយម៉ែហើយថានឹងធ្វើម៉ងឲ្យពេលដែលគេទៅមើលភ្នោហ្នឹងអញ្ចឹងម៉ែនោះក៏មកបញ្យល់វាសពគាត់
ថាសបាយចិត្តđóអអី បាន ចេះ តែ ចេះ ថ្មី បានតែថ្មី បាទ ប្រាប់កូនទី2ហ្នឹងថាអញអញសប្បាយចិត្តណាហើយគាត់ថាគាត់យល់សពហ្នឹងគាត់ពងដេកលើឥដ្ឋដូចអាជំនាន់ក្មេងៗពីមុនហ្នឹងគាត់ដេកលើឥដ្ឋទំរៀបគ្នាតែគាត់នឹងរូបភាពគាត់ធំហើយម៉ែហ្នឹងដើរកាត់មកគាត់ថាគាត់តាក់ដៃចេះអូអញហើយឈុតទៀតអញធ្វើហើយហែងអ្នកចេញមុខនិយាយចឹងហែងអ្នកទទួលខុសត្រូវរឿងអីអញរហែងហើយយល់ទេចឹងបងប្អូនហ្នឹងទៅប្រាប់បងថាណែមិនបាច់តន់ធ្វើទេអើយព្រោះដីតំណឹងវាហូរបន្លាយគេមិនតន់ស្ដារទេតែធ្វើឲ្យពី3ខែទៀតភាសាលំដែរទេចឹងបើថាមិនគ្រាន់តែលើកបន្ទប់ឲ្យស្អាតទីបន្ទួចអញឲ្យធ្វើអត់អីទេតែបើថាកោះកាយឬមួយក៏បុកធ្វើដៃមុងថ្មីអីយើងចាំទៅកន្លែងស្អាតជាងនឹងធ្វើឲ្យគាត់ទៅអញ្ចឹងការទៅចែកហ្នឹងក៏ទៅដល់ប្អូនទី2ប្អូនទី2ដាច់ងាត់តែម្ដងគាត់ថាណែ no ម៉ែអត់មែនដូរទេគាត់មើលហើយគេប្រាប់ថាភ្នៅចាំទីតាំងល្អហើយមិនថាត្រូវតែស្អាតទេក្នុងក្បួនវាចឹងមែនភ្នៅមិនថាធំមិនថាទួយតែចាំទីតាំងហេងហើយអញ្ចឹងវាហេតុផលសំស្របដូចគ្នាបាទវិញ អញ្ចឹងនេះចាប់ដើមរស់ស៊ីធ្លាក់កូនឈឺក៏ចោតថាមកពីម៉ែទី2ណាបាទជាប់មាត់មួយម៉ែហើយអត់ធ្វើបានអញ្ចឹងកូនឈឺកូនអីក៏ចាប់ដើមចោតម៉ែមកទៅសុំទៅចោតស្អីក៏ចោតលក់មិនដាច់ក៏ចោតស្អីក៏ចោតរួញទៅទម្លាក់ទៅទាំងអស់ហ្មងតែដាត់ពេលថាមូខំក៏ចោតថាម៉ែនេះឲ្យមកខំអានេះយើងនិយាយយល់ជំរឿចិត្តគាត់ថាគាត់ចោតម៉ែប៉ុណ្ណាបាទចឹងគាត់ចាប់ដើមខឹងបងផងខឹងប្អូនផងតែគាត់ធ្វើអេតកាត់ទេគាត់ធ្វើធម្មតាចឹងដោយសារតែអាការគិតរបស់គាត់វាខុសនេះដែលចោតថាម៉ែខ្លួនឯងហ្នឹងជាអ្នកធ្វើគាត់ក៏បានទៅសិក្សាល្មិចទេខ្ញុំមិនដឹងនិយាយដល់ភាគីផ្សេងទៀតទេគេមានក្បួនមួយយកអំបិលទៅរយចុងវិញភ្នោចឹងម្ដាយនោះគេមកបញ្យល់សពថាម្ដាយនឹងជាប់នៅក្នុងទ្រុងដូចសួនសត្វចឹងដើរលេងសួនសត្វណាអាហ្នឹងមិនមែនបងមិនមែនទី2ទី2ហ្នឹងទេទី1អ្នកយកសពថាគេនាំកូនទៅមើលសត្វក្រពើមើលខ្លាមើលអីក្នុងសួនសត្វនោះស្អីដល់ទ្រុងហ្នឹងគឺឃើញម្ដាយខ្លួនឯងជាប់ក្នុងទ្រុងហ្នឹងហើយប្រាប់ថាអញចេញអត់រួចទេអូយអញចេញអត់រួចទេចេះហើយគេសួរថាអ្នកណាឲ្យអ្នកណានៅម៉ែមកដាក់អញ្ចឹងអីអញ្ចឹងអូគេអត់ឲ្យអញនិយាយទេអីចេះយំទួយសោកដូចឃើញកូនហើយទុនចកងក្នុងដូចថាទុនដូចជាប់ឃុំអញ្ចឹងបាទក៏ភ្ញាក់បងនឹងក៏ភ្ញាក់គាត់ថាអេមិនបានម៉ែយកសពឃើញអញ្ចឹងដល់ណាតន់ទៅរកចិនខ្សែគេមើលចិនខ្សែចំណាស់គាត់ថាអូហើយធ្វើនេះឲ្យគាត់ធ្វើនោះឲ្យគាត់គេហៅលៀងបាបលៀងអីឲ្យគាត់អញ្ចឹងណាគាត់ទៅធ្វើអាកិច្ចលៀងបាបអីហ្នឹងទៅក៏ចាប់ដើមស្ងប់ស្ងាត់ត្រឡប់មកវិញអត់មានយល់សក់អីទៀតទេតែអាកូនទី2នេះវាចាប់ដើមថាត្រូវតែធ្វើម៉េចឲ្យបងហ្នឹងព្រោះលឺឃើញបងធ្វើកិច្ចមិនចាប់ដើមថាម៉ែមករកបងហ្នឹងអញ្ចឹងត្រូវធ្វើម៉េចឲ្យបងហ្នឹងដឹងថាម៉ែមករករឿងគាត់រឿងភ្នោហ្នឹងបាក់កុំឲ្យទ្រាំបានទម្លាក់មកជួលគេឲ្យបើកឡានទៅប៉ះឡានគាត់ផងតោះណាទិញប្រភេទសัตว์គ្រោះថ្នាក់ពស់អីទៅបន្លាចក្នុងផ្ទះគាត់នឹងផងបលែងអញ្ចឹងទៅហ្នឹងហើយអញ្ចឹងបងនោះគាត់រឹតតែប្រកាន់ជាប់ទៀតគាត់ថាអាហ្នឹងមិនមែនមកពីម៉ែទេម៉ែណាទៅធ្វើបាបកូនសមហេតុផលគាត់ថាអញមិនជឿទេម៉ែបើស្អប់ឯងច្បាច់កឯងងាប់តាំងតូចរឿងអីមកប៉ុណ្ណឹងអញធ្វើបន់ឲ្យគាត់ណាអញឃើញគាត់អញ្ចឹងក៏លោកគាត់មានជាពាក់កម្មនេះកាត់កត្រីកាត់អីឯងចិញ្ចឹមពួកយើងនេះបាបហ្នឹងវាដំរួចគាត់ហៅយើងទៅជួយហើយរឿងអីទៅភ្នោហ្នឹងថៃភ្នោហ្នឹងតបមកបងអាគ្រីពីហ្នឹងតល់តម្រេះចាប់ដើមទៅគោះខ្លួនឯងកាយធ្វើម៉េចលើកមកឈូសហ្នឹងចេញបងគោរពយកម៉ែទៅឡែមផ្សេងយល់នៃខ្ញុំណាយល់ប្រហែលគ្នាជាមួយក្នុងក្រុមគាត់ចាក់គាត់មួយពេលដែលចាក់រឿងភ្នោអាម៉ានេះហ្នឹងហើយប្រហែលគ្នាលើកទៅបាទតែគ្នានេះមិនបានលើកទេក៏ឲ្យក៏ប្រាប់ឲ្យបិទវិញឲ្យលឿន
ហើយទៅប្រាប់បងទី1នឹងវិញថាហីឯងត្រូវតែកោះ100%ហីឯងទៀតហ្នឹងចែកចសាងរឿងមកថាគាត់បុកបាក់ដៃឯណានេះគាត់ក៏អត់មានបាក់ទេគាត់សាងរឿងសាងអីមកអញ្ចឹងបងហ្នឹងក៏ដាច់ចិត្តថាបើវាទីអញ្ចឹងហើយក៏ទៅធ្វើឲ្យវាទៅដល់ណាតែដល់កោះគេមិនចាប់ដើមហើឆ្អឹងហើអីអាបងប្អូននោះអត់ហ្មងទូនស្រីហ្នឹងអត់នឹងដុចញាប់យំបោកខ្លួនអាពេលកោះនោះក៏យំដែរដាក់បដាសាទាំងពេលកោះណាម៉ែមើលអ្នកណាកោះនេះចំណាំមុខនេះទាំងអាអិចទាំងអាអ្នកកាយហ្នឹងទៅទាំងអស់ងាប់ទៅទាំងអស់ចូលអូបែកហូរស្ទឹងចុះគេឡើងគេរកបានគេកោគេសัตว์ទៅណាកោះមកក៏ហើឆ្អឹងកន្លែងនេះខ្ញុំកែបន្តិចចុះខ្ញុំប្រាប់បងប្អូនថាខ្ញុំកែព្រោះអាទិដ្ឋភាពជាក់ស្ដែងវាហួសពីការជឿតើណាហើឆ្អឹងតាមបាត់ឆ្អឹងបូជានៅច្រើនឃើញទម្រង់បាត់ម្រាមដៃមួយបាត់ឆ្អឹងម្រាមដៃមួយមកកលៈមិនមកដើមមិនមកកង់មកថ្នាំងហ្នឹងហើយអ្នកគេកាយហ្នឹងគេខំរគេអត់មាត់ទេអ្នកគេស៊ីឈ្នួលកាយហ្នឹងគេខំរខំអីហ្នឹងទៅរអត់ឃើញទៅក៏គេចាប់ដើមទៅចែកគ្នានេះបាត់រៀមមួយអីមិនអីអញ្ចឹងទៅក៏អត់មាត់ទៀតអត់មាត់រើឲ្យអស់តែនេះអាមេរិកានេះវាលមាស់មាត់អីវាទៅសួរអាបងធំនេះសពពេលគាត់នៅគាត់ធ្វើអីបងគាត់ដំប៉ោតលក់ដំធុងដែកលក់អីចឹងណាអញ្ចឹងពួកខ្ញុំហ្នឹងមកបានប៉ុណ្ណឹងឥឡូវមើលគាត់ថាអាពៅវាទៅអញ្ចឹងទៅវាបាក់និយាយទៅអ៊ំនឹងថាអូអញ្ចឹងតាបានគាត់ដំអាហ្នឹងលបួសណាបាត់ម្រាមបើថាទេម៉ែខ្ញុំអត់មានបាត់ទេណាម៉ែខ្ញុំអត់មានបាត់ម្រាមទេអត់មានទេអញ្ចឹងក៏ចាប់ដើមស្រាវជ្រាវឡើងវិញរើរៀបអីវិញក៏ឃើញបាត់មិនតិចហ្នឹងមកកម្មបន្ទាប់មកសួររអស់សាច់រឿងរអីហើយតោះហៀហ្នឹងចិនគេចាប់ដើមចិនគេថាបងធំហ្នឹងនិយាយអីម៉ាត់ហ្នឹងអត់ធូបបណ្ដោយណាដល់ហ៊ានតែមកប៉ះម៉ែដាក់វាទៅឲ្យវារៀងចាំជួយវាវិញទឹកចិត្តបងឲ្យមានផ្លូវក្រោយបាទកុំមកកម្មវិធីនឹងដំណើរការធម្មតាទាំងសង្ស័យរៀងខ្លួនយល់អាបងនេះសង្ស័យអាពៅសង្ស័យអាទី2បាទហើយគាត់តាមមើលតែអាទី2យល់ទេយល់អាទី2នេះពីទៅប្រាប់តោះហៀនេះថាវាអត់ទេបើអាហៀឯងអត់ខ្ញុំអត់អាពៅហើយហើយអាពៅនោះបងនោះអញ្ចឹងគាត់ថាវាមិនបើថ្ងៃកោះវាប៉ាតណាប៉ាតណីវាឆេះក្បាលទាំងអីនេះរឿងអីទៅវាមិនអាចវាទេអាពៅនោះគិតថាបងឯងមិនគឺមួយនឹងហើយតន់ណាហើយអាពៅនោះវាស្ងាត់ទៅវាអត់មាត់ទេបាទទុកនិយាយរកបងគេអាបងណាឯងអ្នកធ្វើមែនណាទីឯងកុំមកមុខមកនិយាយមួយខ្ញុំឲ្យចូលដីខ្ញុំចាត់ទុកថាសំណាងកុំមកនិយាយរឿងហ្នឹងមួយខ្ញុំតែកោះភ្នោម៉ែខ្លួនឯងទេឥឡូវមិនមកចោតខ្ញុំអ្នកហាមជាងគេមិនឲ្យកោះហ្នឹងមិនបានមកត្រូវចោតខ្ញុំទៅរកអាអ្នកចង់កោះទៅវាលិចចេញអារឿងមួយខ្ញុំប្រាប់វាឯងឲ្យដឹងអាពេលកោះហ្នឹងណាខ្ញុំសង្ស័យថាមានគេកោះភ្នោហ្នឹងហើយម្ដងហើយព្រោះមកឈូសលបើកអត់មានតែគោជាប់ទេខ្ញុំគាត់តែសង្ស័យទេគេនិយាយជាបងគេអញ្ចឹងបងគេនោះអញវាមិនឃើញជាប់តែអញដឹងណាគាត់ថាអាណាចង់ឲ្យកោះជាងគេទៅរកអាហ្នឹងទៅរុញហើយអាបងនោះរុញចុះរុញឡើងដល់ពាក្យសម្បត្តិម៉ែមកគាត់យកសពឃើញថាម៉ែនោះយកអំពាត់វាយកូនទី2ហើយកូនទី1កូនពៅវាយឡើងហត់ពេញផ្ទះបងធំអ្នកយកសពងើបឡើងគាត់ថាមិនបានម៉ែឲ្យយកសពចឹងមានតែពីរហ្នឹងហើយបើជ្រុលជាអញ្ចឹងតើដែរមិនវាយតែមួយយល់ទេយល់មិនវាយតែមួយហេតុមិនតែវាយទាំងពីរអញ្ចឹងគាត់ចាប់ដើមទៅរកអ្នកដែលគេ
គេខាងជំនឿចិនណាអ្នកចូលរូបចិនអ្នកតាចិនណាផ្នែកគាត់ចូលបែបយមរាជអីចឹងទៅគេថាបើវាខុសទាំងពីរជក់បរិយគេចូលរូបអីជក់បរិយបើវាជក់ទាំងពីរបើវាធ្វើទាំងពីររឿងអីមកឲ្យម៉ែវាវាយវាទាំងពីរអញ្ចឹងណាអ្នកធ្វើអីនិយាយមិនបាននិយាយទៅវាអស់ហែងឆ្លោះគ្នាអញបាបច្បាប់គេមិនឲ្យនិយាយអញ្ចឹងទៀតបាទយល់ក៏ហើយគ្រូចូលចិនហ្នឹងក៏ប្រាប់ថាតិចទៀតគេថាតែគេនិយាយចិនថាមិនខាយអាសែមិនខាយអាហ្នឹងទ្វារខាងក្រោមបើកទៅពេលរដូវជប់ជុំចឹងមកទឹកមានរឿងហ្នឹងគេមកឲ្យម៉ែមកឲ្យចាំសួរគាត់ខ្លួនឯងទៅចឹងក្រោយទៅដល់រដូវសែនក្បាលទឹកតាមដំណាំចាំហ្នឹងកូនពៅហ្នឹងធ្លាក់ខ្លួនជ្រុះសក់ឈូសក់ស្បែកស្បែកអីចឹងទៅស្អីឈឺអត់ដឹងមុខសុកទៅជាឈឺទៅជាខ្សោយអញ្ចឹងហៀហ្នឹងថាណែហែងឈឺដូចម៉ែនេះដូចម៉ែហ្មងដល់ហើយកូនហ្នឹងម៉េចហែងចង់ថាខ្ញុំគាត់ភ្នោហ្នឹងមែនសែនមកខ្ញុំម៉ែឈឺអីខ្ញុំឈឺហ្នឹងសែនមិនបានមកចោតខ្ញុំមិនចេញលុយមើលខ្ញុំរៀលហើយមិនមកចោតខ្ញុំការពិតមុនហ្នឹងគឺម្ដាយគាត់មកលងគាត់ច្រើនមែនតើលូដល់ថ្នាក់ប្តីកូនស្រីហ្នឹងមកប្រាប់បងតោះហ៊ានហ្នឹងវិញថាចង់ស្អីវាព្រោះគាត់ថាម៉ែឯងមកយល់សពស្រែកថាហែងយកដៃអញទៅណាអីអញ្ចឹងទៅអញ្ចឹងមកលេងគោគាត់គោផ្អើទាំងយប់ក៏មានស្អីអញ្ចឹងណាហើយគាត់ថាមានយប់មួយនោះគាត់ឃើញម៉ែហ្នឹងមកអង្គុយចាប់ដៃកូនស្រីគាត់ហើយយំហើយអត់និយាយអីទេយំនៅខែហ្នឹងហើយគាត់ក៏សួរប្រពន្ធទៅប្រពន្ធហ្នឹងគាត់ថាម៉ែធ្លាប់មកលងដែរតែគាត់មិនគោរពមកលងគាត់អីអញ្ចឹងមកក្នុងលងកតុបទឹកគាត់ឆ្លោះកញ្ចក់ទៅឃើញឈរពីក្រោយអីអញ្ចឹងណាហើយឮសំឡេងម៉ែហៅអីចឹងអាមួយតែគាត់អត់មានអាហៅទេសំឡេងហ្នឹងគឺដកធូនសំឡេងម្ដាយគាត់មកហៅពេលគាត់ពុំធ្វើអីចឹងណាហើយជួយអញវិញមកហើយអាណិតអញអីចឹងណាបាទតតែដឹងរឿងកូនស្រីហ្នឹងគឺត្រូវបានម្ដាយហ្នឹងអ្នកបញ្ចុកបញ្ស៊ីឲ្យយកគ្នាណែនាំចាស់ទុំឲ្យណែនាំយកគ្នាទៅពីនឹងយកគ្នាទៅមិនបាច់ស្រឡាញ់គ្នាទេយកការឲ្យស្រឡាញ់គ្នាឯងហើយយកមិនបានកូនមិនស្រឡាញ់ម៉ែនេះទៅរកគ្រូឲ្យជួយធ្វើស្នេហ៍ពីអ្នកហ្នឹងគាត់ណា twist គាត់ណាម៉ែហ្នឹងបាទទៅរកគ្រូឲ្យមកធ្វើស្នេហ៍ឲ្យកូនខ្លួនឯងហ្នឹងងប់ហ្នឹងប្តីនេះកូនភាសាដែលណែនាំឲ្យនេះកូនស្រឡាញ់គ្នាទៅខុសនេះ10ឆ្នាំក៏ស្រឡាញ់គ្នាដល់ដំណាក់កាលមួយនោះគាត់ឆ្លោះគ្នាពីរនាក់ហ្នឹងចង់បែកគ្នាប្រពន្ធនេះគាត់ជាប់ទងន់ក្នុងពោះគាត់ក៏ទៅរកគ្រូថាណែពីរនាក់ហ្នឹងមិនមែននិស័យទេបើថងត្រូវគ្នាវិញទៅរកណាអ្នកភ្ជាប់ឯងឲ្យមកជួយសែនមកសែនទៅគេជួយឲ្យត្រូវគ្នាវិញហើយតែតទៅរកអ្នកណាមិនដើកអ្នកមកជប់ស៊ីហើយពីរអ្នកយើងស្រឡាញ់គ្នាហ្នឹងក៏ស្នេហ៍ដែរមិនមែនស្រឡាញ់ដោយចេញពីចិត្តទេបកាយទេមុនស្រឡាញ់មុនការបកាយទេឆ្ងល់ទេមិនបានមកដល់ឥឡូវមានកូនមួយគេគ្រូនឹងខ្លាំងមែនឆ្ងល់ទេគាត់ថាត្រូវស្នេហ៍បើមិនម៉ែយើងទេក៏ម៉ែខាងប្រុសដែរហើយម៉ែខាងប្រុសមានណាមានកើតជំងឺ stroke គេជាប់រហូតនឹងមានបានទៅធ្វើណាអញ្ចឹងក៏គិតថាម៉ែអញ្ចឹងក៏គេថាបើអញ្ចឹងទៅរកសម័យខ្លួនមកសម័យខ្លួនណាស្លាប់បាត់ហើយទៅយកស្អីបន្តិចក៏បានដែរចេញពីខ្លួនហ្នឹងហើយគ្រូនឹងថាបានហើយអញទៅវិញគាត់ដូចរៀងចូលដែរអញ្ចឹងចេញបាត់វាឆោតទៅយកអាក្នុងក្តារហ្នឹងតែយកអាប៉ុណ្្នឹងមកយកមកកូននឹងវាហួសចិត្តយកមកដល់គ្រូថាស្អីគេអាហ្នឹងឆ្អឹងអញឲ្យយកបន្តិចហើយអត់មានកៅអៅអីគាត់ទេអាកៅអៅគាត់នៅផ្ទះអាគ្រឿងគាត់ប្រើគាត់ថាខ្ញុំស្មានថាឲ្យយកអីចេញពីខ្លួនគាត់អញ្ចឹងគ្រូហ្នឹងគាត់ថាយកទៅទុកគាត់ថាយកទៅមិនខ្ញុំអត់ហ៊ានយកទៅទេខ្ញុំយកមកខ្លាចចង់ងាប់ហើយយកទៅទេចោលទៅលេបានអត់កំពូលកូនមែន
nắng có cho để lấy bật này chẳng bàn trong cái đăng sạch rừng chẳng qua hạt ấy bàn vô sập từng tí à bảo có tôi lười qua à bảo có tôi lười qua nói ngay bây giờ sao bỏ ai vay từng tíแต่à bảo nó qua khách khơi bật chẳng à bạn cài cọp mà vậy យល់ យល់ទេចឹងតែនេះហ្វមិនសូវមានទេតែវា តែឆ្ងាញ់ណាស់តែខ្ញុំគិតថាវាមានគំនិតអប់រំច្រើនណាស់ក្នុងសាច់រឿងហ្នឹងណាវាគិតទៅសាច់រឿងគាស់ភ្នោស្ទើរតែទាំងអស់សិតតែជាដើមហេតុរបៀបបងប្អូនអញ្ចឹង ហ្នឹងហើយ សិតតែអញ្ចឹងទាំងអស់មិនចឹងខ្ញុំអត់យល់តែអញ្ចឹងខ្ញុំស្រឡាញ់ពាក្យបងប្រុសណាបងប្រុសដែលគាត់មានភាសាខ្ញុំស្រឡាញ់ពាក្យហ្នឹងមែនតើម៉ែមិនទៅកាច់ ហ្នឹងហើយ បើកាច់កើតមកច្បាច់កឲ្យងាប់អញ្ចឹងបលូតចោលដល់ក្នុងពោះមិនខំប្រឹងវាយប៉ោតចិញ្ចឹមកូន ហ្នឹង អាកមន់អាកសัตว์មកចិញ្ចឹមកូនដល់ធំមកស្អប់មិនកាច់មិនក៏វាអត់ត្រូវរឿងអញ្ចឹងវាល្អមែនតើយ៉ាងមិនដែរបងប្អូនអរគ្នាសាច់រឿងមួយនេះខ្ញុំគិតថា detail ហ្នឹងនេះ detail ខ្ញុំគិតថាសាច់រឿងមួយនេះគឺជាសាច់រឿងដ៏ល្អជាដំបូងមានដល់កូនចៅចិនទាំងឡាយឬក៏កូនចៅខ្មែរដែលតាំងខ្លួនជាកូនចិនបាទដែលធ្វើតាមរបៀបចិនទាំងឡាយសូមបងប្អូនត្រូវចងចាំយ៉ាងច្បាស់ក្នុងចិត្តថាគ្មានគុណអ្វីឈ្នះគុណឪពុកម្ដាយនោះឡើយដូច្នេះហើយបើបំណាច់គាត់ខំប្រឹងចាំម្នាក់ឲ្យរីកធំធាត់ដល់ណាដល់ណីហើយគួរតែអរគុណនៅចំណេះជំនាញដែលគាត់ខំយកលុយទាំងពិបាកនេះមកបង្រៀនមកជួលរៀនមកដាក់នៅសាលាល្អឲ្យអ្នកទាំងអស់គ្នារៀនមានចំណេះដឹងក្នុងការប្រកបអាជីវៈវិជ្ជាជីវៈរបស់បងប្អូនទាំងអស់គ្នានេះវាទៅជាសាច់រឿងចោតប្រកាន់ភ្នំដូនតាវិញមិនគិតថាខ្លួនឯងគ្មានសមត្ថភាពឬក៏បនខ្លួនឯងមិនដល់វាទៅជារឿងចោតប្រកាន់ដូនតាវិញ មកបបពិសោធន៍ខ្ញុំពាក់ព័ន្ធមួយភ្នោពីច្រើនកើតចេញមកពីពាក្យតែពីរម៉ាត់ទេលោបលុន បាទ លោបលុនមិនរកខ្លួនឯងមិនបានទៅរុញទៅភ្នោរុញទៅអីដូចកូនទី2មិញនឹងអញ្ចឹងមែនមិនមានទេអ្នកខ្លះគ្រាន់តែគោលថ្នាក់ចរាចរណ៍ក៏គិតតែមកពីភ្នោមិនបន្ទោសថាវាមិនអាចកើតចេញពីភ្នោវាមានខេសការអាចកើតចេញក៏ប៉ុន្តែហេតុអីក៏មនុស្សម្នាក់វាផ្ដល់ភាពអយុត្តិធម៌ទៅដល់ភ្នោម្លេះ បាទ ហ្នឹងហើយកន្លែងនេះមួយខ្ញុំមានរឿងពាក់ព័ន្ធនឹងភ្នោច្រើនណាស់ភ្នោចែកដីក៏មានដែរតែវាស្តៀងគ្នាអញ្ចឹងវាមិនជាខុសគ្នាប្រហែលទេវាចេញពីលុបលុនអញ្ចឹងមួយរយៈនេះខ្ញុំមិនសូវដែរនិយាយភ្នោទេ បាទ យល់ណាអញ្ចឹងក៏មួយរយៈមុនថតរឿងកោះភ្នោម៉ាហ្នឹងក៏បងប្អូនអាចទៅមើលបាននៅក្នុង app Subscribe អញ្ចឹងណាប៉ុន្តែរឿងនោះវាឆ្ងាញ់ត្រង់ថាវាមានវគ្គច្រើនបាទខ្ញុំយកទៅផលិតតែរឿងក្រោយនេះវាដូចអត់មានអីវាមានអីដដែលក្រៅពីបងប្អូនមកវាលុបលុនគាត់ថាខុសរសជាតិគ្នាណាហ្នឹងហើយអញ្ចឹងមិនមែនតើរឿងនេះក៏ប៉ិតខ្ញុំមិនចង់និយាយចង់ខ្លះអត់ខ្លះចង់ខ្លះអត់ខ្លះតែជ្រុលតែជពាក់មួយរឿងនោះហើយគាត់និយាយទៅ អូខេបងប្អូនទាំងអស់គ្នាអរគុណមែនទែនសម្រាប់ការតាមដានដើរដំណើរមួយនេះជាមួយនឹងពួកខ្ញុំ តែនេះបើសិនជាខ្ញុំទៅមើលវាខុសពិតមែនជាឧទាហរណ៍ថាខុសធ្ងន់បំផុតគឺដូចបងនិយាយចឹងផ្ទះហ្នឹងនៅពាក់កណ្ដាលក្នុងដីវត្តពាក់កណ្ដាលនៅក្រៅដីវត្ត បាទ ចឹងបើយើងនិយាយមែនតើព្រំសេមាវត្តលបងបងប្អូនអ្នកដែលគាត់ចឹងជំនឿគាត់គិតថានៅសេមាគេមានចោះព្រំគ្រឹះសេមាគេមានពតហើយណា បាទ មិនមែនមិនមានទេហ្នឹងហើយអញ្ចឹងផ្ទះគាត់គឺខុសខ្លាំងមែនតើមកកណាត់កតុយផ្ទះពីផ្ទះបាយទៅក្រោយគឺដីវត្តមកកណាត់មកមុខគឺផ្លូវដីរបស់ឯកជន បាទ នេះបើនិយាយស្រួលយល់បើកទ្វារក្រោយមកចូលវត្តបណ្ដោយមិនឆ្លងកាត់ទ្វារក្នុងទ្វារវត្តទេ បាទ ហ្នឹងហើយអញ្ចឹងកន្លែងនេះបើយើងនិយាយពីជ័យភូមិក្នុងផ្ទះគឺខុសនៅពិបាកនៅណា បាទ ហើយមួយទៀតគឺពាក់ព័ន្ធជាមួយនឹងការរៀបចំរចនាសម្ព័ន្ធនៅក្នុងផ្ទះអត់ត្រូវឧទាហរណ៍ថាទ្វារផ្ទះគាត់បែរវិឡាគាត់បើកមកគឺគៀកជំនាញផ្ទះពេកផ្លូវជំនាញផ្ទះមកឃ្លុបហ្មងមានន័យថាចូលទៅគឺអត់មានទស្សនវិជ្ជាអីផ្សេងក្រៅពីជំនាញផ្ទះទេបើយើងបើកទ្វារនឹងទៅ បាទ មួយទៀតចដាដែលគាត់ធ្វើចោះមកគឺបុកមកជំនាញផ្ទះនឹងយកតែម្ដង បាទ ហ្នឹងហើយវាមានមួយទៀតអាកតុបដែលនៅខាងក្រោយដែលកតុបមួយនៅជាន់ក្រោមដែលឲ្យខ្ញុំឲ្យ បាទ ឃ្លោកអីដាក់ហ្នឹងកតុបហ្នឹងវានៅស្ថិតនៅក្នុងតំបន់ទិសដែលមិនល្អហើយនៅក្នុងវត្តទៀតដល់ហ្នឹងណា បាទ ច
chẳng sầm đua số ta miên cái nơi bây giờ vậy lý đời sao tại mẹ đến khai ní nhung nè đỏ hay dương miên ca cho cha kia tại chơi kia chẳng nhung ăn lật thì ta lật ai ngược mà mình យល់ chẳng không cả này ní đại nhung tay tại chỗ bọn ấy hay nhọ đam lật gìតែហ្នឹងយ៉ាងម៉េចទេលុះប្រាប់តែបងមានបញ្ហាបងសួរខ្ញុំអ្នកណាហ្នឹងមានន័យថាអត់រំលឹកទេតោះណាបើឲ្យមកប្រាប់ថាអូឥឡូវចេះខ្ញុំប្រាប់ទៅវិញតើបើសួរសុខទុក្ខខ្ញុំអត់សួរទេ បាទ អញ្ចឹងកន្លែងនេះមួយអាចអធិស្ឋានដល់បងប្អូននិយាយទៅគឺយើងគិតពីសុខភាពហើយយើងខ្ជិលឲ្យឡើងវិញខ្ញុំនិយាយរឿងផ្សេងហេតុអីមកខ្ញុំអត់ហ៊ាននិយាយឡើងវិញរលកទី1និងរលកទី2កម្លាំងខុសគ្នា អូយល់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  យល់ទេ តន់តន់ អញ្ចឹងស្ដាយសាច់រឿង ស្ដាយសាច់រឿងអូយខ្ញុំខំយកសាច់ ខ្ញុំ រឿង សន្យាមករឿងឲ្យទៅមកថាខ្ញុំបាននិយាយរឿងភ្នោទៅ និយាយទៅខ្ញុំស្ដាយសាច់រឿងនេះមែនតើព្រោះដោយសារមិត្តភក្តិរបស់ខ្ញុំចែករំលែកមកសាច់រឿងហ្នឹងគឺឆ្ងាញ់ណាគឺឆ្ងាញ់ខ្លាំងមែនតើតែធ្វើមិនដោយសារតែខ្ញុំអត់ដឹងថាបងមានការចរចាជាមួយនឹងគាត់ក៏អត់បានប្រាប់ខ្ញុំដែរប្រហែលជាគាត់ក៏មិនដឹងដែរអញ្ចឹងសូមអធិស្ឋានផងមិត្តភក្តិសំណប់ចិត្តមិនអាចយកសាច់រឿងមួយហ្នឹងមកនិយាយទេព្រោះលោកគ្រូបានបងម៉ងបាននិយាយហើយថាមិនអាចនិយាយបានទេ ព្រោះពេលបិទកម្មវិធីខ្ញុំអាចឲ្យគាត់ធ្វើអីទៀតដែរ បងតាក់ទងទៅគាត់ផ្ទាល់ខ្ញុំអត់ចង់ដឹងរឿងខ្ញុំសុំហើយអូខេតោះ អូខេ អញ្ចឹងបានតែសាច់រឿងមួយហ្នឹងបញ្ចប់ប៉ុណ្ណឹងអូស្ដាយ ឥឡូវខ្ញុំនិយាយរឿងពាក់ព័ន្ធនឹងនេះយើងចូលរឿងទី2ហ្មងណាបាទទី3ចាំរឿងភ្នោចាំក្រោយណា បាទ អាដែលខ្ញុំនិយាយថាខ្ញុំមានរឿងសងមួយរឿងភ្នោជំនួសរឿងមិញ អូខេ អាហ្នឹងចាំក្រោយណា បានតែចិត្តអត់មានបញ្ហា ឥឡូវយើងនិយាយរឿងនេះវិញរឿងនេះបងប្អូនអាចស្ដាប់ដោយយកចិត្តទុកដាក់ស្រមៃថានៅក្នុងរូមកុនតោះហ្នឹងណាចឹងនៅក្នុងនេះខ្ញុំជាទូទៅខ្ញុំទ្រលាប់អត់ចូលចិត្តនិទានដាក់ឈ្មោះតែខ្ញុំគាត់ថារឿងនេះបើខ្ញុំដាក់ឈ្មោះវាស្រួលស្ដាប់ប៉ុន្តែខ្ញុំវាដាក់តែឈ្មោះតួអង្គតែឈ្មោះយើងចេះតែបន្ទប់បដាក់ខ្ញុំនេះវាភ្លេចខ្លួនឯងមិនដឹងថាតួនេះឈ្មោះអីខ្ញុំធ្លាប់តេស្តខ្លួនឯងហើយអីដាក់ឈ្មោះ ឥឡូវកខកអញ្ចឹង ណាក៏ហ្នឹងកុំវេដែរឧទាហរណ៍ថាពូរិតមានពូយឿនពូណនអីចឹងដល់ពេលចុះអតែនេះមិនឈ្មោះអីគេអញ្ចឹងឥឡូវអញ្ចឹងបងប្អូនព្យាយាមយល់វិញយល់សាច់រឿងវិញខ្ញុំព្យាយាមនិយាយឲ្យយល់ បាទ កូនគាត់មកគ្រាប់ហ្នឹងកូនប្រុសគាត់មានកូន2នាក់កូនប្រុសមួយកូនស្រីមួយកូនប្រុសហ្នឹងឡើងមកនៅភ្នំពេញដើម្បីរៀនហើយគាត់ក៏ជាអ្នកធូធាដែរផ្ទះត្រឹម 8-90000 គាត់ទៅទិញបាន ទិញផុយ ទិញផុយឲ្យកូនមកព្រោះគាត់គឺជាម្ចាស់ចំការកៅស៊ូធំមួយ បាទ ហើយផ្ទះគាត់នៅចំការកៅស៊ូហ្នឹងវាមានផ្ទះនៅក្រុងនៅទីប្រជុំជននៅខេត្តហ្នឹងធំមួយហើយមានផ្ទះចំការកៅស៊ូហ្នឹងបែបល្មមដែលធ្វើពីក្រោមឈើលើតែឈើបែបគេប៉និតដែរផ្ទះមេចកាគេយល់អញ្ចឹងទៅនៅខាងក្រោយផ្ទះហ្នឹងគឺម្លងប្រហែលជាបើយើងម្លងពីជួរកៅស៊ូវាអាច10ជួរកៅស៊ូទៅគឺផ្ទះរបស់កម្មករជាកៅស៊ូ បាទ គេងនៅពីក្រោយផ្ទះអញ្ចឹងគាត់ដាក់កម្មករជាកៅស៊ូគេងពីក្រោយផ្ទះហ្នឹងដោយសារតែគាត់ស្រួលហៅហើយនៅចុងចកានោះមានផ្លូវចូលច្រើនអញ្ចឹងណាអញ្ចឹងគាត់ដាក់នៅនោះក៏មានផ្ទះអ្នកយាមចកាអ្នកមានអ្នកជាកៅស៊ូអីទៅតាមតំបន់ zone ដែលគាត់ចែកថាអ្នកណាត្រូវជាម្ដុំណាជួរណាអីរដូវណាទៅជាអីហ្នឹងខ្ញុំវាមិនច្បាស់ទេគាត់ប្រាប់ថាគាត់មានគេមានបែងចែកអស់គេមិនចេះតែដាក់ទេ យល់ អញ្ចឹងថ្ងៃឡើងផ្ទះកូននៅភ្នំពេញនេះកូនហ្នឹងគាត់លក់អនឡាញគាត់លក់ស្បែកជើងហើយគាត់រៀនតែកូនហ្នឹងគឺគាត់មនុស្សប្រុសដែរអាចនិយាយបានថាគាត់ទុនគាត់មានចំណូលចិត្តស្រឡាញ់ភេទដូចគ្នាបើតែគាត់អត់ទាន់មានស្នេហាទេ យល់ អញ្ចឹងគាត់កំពុងតែស្ថិតនៅក្នុងពេលវេលាមួយដែលគាត់គិតថាគាត់នឹងពុតខ្លួនឯងឲ្យទៅស្រឡាញ់មនុស្សស្រី គួរយល់កំពុងដំណាក់កាលស្វែងរកខ្លួនឯង គាត់ហ្នឹងហើយគាត់អត់ហ៊ានប្រាប់ម្ដាយព្រោះម្ដាយគិតថាកូនប្រុសអត់ហ៊ានប្រាប់ឲ្យដឹងទេខ្លាចរឿងអញ្ចឹងគាត់ព្យាយាមស្វែងយល់ព្យាបាលខ្លួនឯងសិនអញ្ចឹងគាត់ក៏ចាប់ផ្ដើមមកនៅផ្ទះហ្នឹងថ្ងៃសូត្រមុនគេសូត្រមុនអីទៅចងដៃអីម៉ែអើគេឡើងមកជប់លៀងមុនចាប់កិច្ចអាចារ្យគាត់តែងតែក្មួយចាប់កិច្ចចាប់អីអស់ហើយអាចមុនប្រសង់ឆាន់ហ្នឹងឬមួយក៏យ៉ាងម៉េច
ណាមុនប្រសងទៅវិញអីចឹងក៏ហូចក៏ដែរបុណ្យការសាមគ្គីមួយណែវត្តដែរណែគេធ្វើបុណ្យធ្វើអីចា marketing សាហាវហ្មង ណាលោកតាអាចារ្យក៏គាត់ថាអូយផ្លិចហៅជំនាងផ្ទះគាត់ក៏ហៅកូនហ្នឹងមកអុជធូបជំនាងផ្ទះគាត់និយាយអើអ្នកនាងជំនាងផ្ទះអើយកូនគេសុំនៅឈ្មោះនេះអ្នកលឺអីសំលេងពួកខ្ញុំហៅសុំឲ្យរត់មកទទួលសែបសោយនៅអាហារអីចឹងគេហៅជំនាងផ្ទះណាបែបគាត់ ជប់ជាស្រីបងកូនណា កូនបងប្រុសកូនច្បងដែលនៅភ្នំពេញនេះ អូ គេឡើងផ្ទះហ្នឹង បាទ អញ្ចឹងក៏គេមកសាពះមកអីសាពះឲ្យអស់តាចាជំនាងផ្ទះគេជួយយើងហើយគេស្រីណាស្អាតណាហើយគេស្រឡាញ់យើងហើយគេចូលចិត្តយើងណាគេថាសុំអីក៏បានដែរសុំលៀបបានលៀបសុំជ័យបានជ័យសុំលុយបានលុយរាល់$1,000អីចឹងទៅ ប្រាប់ម្ដាយឬក៏ប្រាប់កូន ប្រាប់កូនប្រុសហ្នឹងគេជុំគ្នាហ្នឹងគាត់និយាយចឹងណាអញ្ចឹងសែននេះឲ្យគេឲ្យតាស្អាតទៅគេជួយឲ្យផ្ទះនេះសុខគេស្រឡាញ់ម្ចាស់ផ្ទះដែរតមកក៏ចាប់ទៅមិនតាអាចារ្យរើអីទៅកូនច្បងកូនប្រុសច្បងហ្នឹងមិនដឹងតែនិយាយអីលេងមួយតាណាព្រោះជួយលើកអវ៉ាន់អីហ្នឹងតាដកលោកអីចឹងគាត់ថាតាទេវតាជំនាងផ្ទះខ្ញុំទេវតាឬមួយក៏មិនអីចឹងណាក៏លោកតាម្ចាស់ទឹកម្ចាស់ដីអង្គឌីអីចឹងតាថាគេដូចមិនមែនទេវតាតែមិនមែនចិនទេគេអ្នកថែដីហ្នឹងតែគេចូលចិត្តយើងគេជួយយើងតែតែផ្សេងតាមដឹងទេតែគេស្អាតបន្ទាប់មកក៏ចប់បែកអីទៅផ្ទះអស់ហើយថ្ងៃធម្មតាចាប់ដើមម្លងកម្មវិធីគេមិនទៅផ្ទះម៉ែទៅចកាទៅអីវិញអស់ហើយកូនហ្នឹងនៅរៀនម្នាក់ឯងឡើងនៅផ្ទះហ្នឹងម្នាក់ឯងអីម្នាក់ឯងទេនៅផ្ទះចកានោះម៉ែហ្នឹងទេមកកូនព្រោះម៉ែហ្នឹងដេកមកលេងដូចថាគេងកតុបមួយកូនមកចូលកតុបកូនស្រីអញ្ចឹងណាក៏ទេហើយគាត់និយាយជាមួយបងអញគ្រាន់តែប្រាប់ឯងទេកុំឲ្យរាប់អានមនុស្សវាមិនវាឆ្លើយវាអីអញ្ចឹងវាមិនល្អទេអីចឹងទៅក៏បិទទូរស័ព្ទហើយកូនស្រីហ្នឹងក៏សួរណានឹងនៅចកាវិញណាបែរទៅនិយាយមួយណាគេឆ្លោះទេទៅអីនិយាយមកបងទៀតអើយនឹងម៉ែកូនរបៀបម៉េចទេនិយាយតែ2ម៉ាត់ឆ្លោះគ្នា2ម៉ាត់ឆ្លោះគ្នាអញថាម៉េចបើវាកូនអញឲ្យទៅនៅម្នាក់ឯងហើយឯងនិយាយទូរស័ព្ទមួយវាថាវានឹងធ្វើការអាពេលវាលក់បៃជើងហ្នឹងវាលក់អនឡាញហ្នឹងវាលក់និយាយថាមនុស្សចាប់ពុករៀននិស្សិតណាធ្វើការផងលក់បៃជើងអនឡាញផងហើយវាថាកន្លែងដែលវាលក់ហ្នឹងគេបិទដែរគេបញ្ឈប់វាហ្មងគេថាគេវាសាងកំហុសអីទេបញ្ឈប់យកអញ្ចឹងទៅវាពិបាកចិត្តវាមិនដឹងធ្វើម៉េចហើយវាក៏ទៅអុជធូបជំនាងផ្ទះហ្នឹងគេថាចេះវាចង់បានយុត្តិធម៌ហេតុអីក៏បញ្ឈប់វាទាំងមិនមែនកំហុសវាអីចេះវានិយាយមួយជំនាងផ្ទះហ្នឹងចឹងនិយាយមួយជំនាងផ្ទះនៅពេញហើយម៉ែហ្នឹងថាចេះឯងទៅស្អីទៅទូពិតអីជំនាងផ្ទះជំនាងអីក៏លឺសំឡេងមនុស្សស្រីម្នាក់តាមទូរស័ព្ទហ្នឹងបែបតែនិយាយដូចខ្ញុំនិយាយទូរស័ព្ទមួយបងឯងតែគាត់អ្នកនិយាយលឺខ្សែចូលណាយល់ថាចេះចាំទៅលេងវាអស់ដៃម្ដងហើយទៅម៉ែហ្នឹងក៏និយាយទៅចេះឯងរាប់អានមិត្តភ័ក្ដិប្រយ័ត្នប្រយែងនិយាយអត់មានសិលធម៌និយាយឆ្លើយគាត់ថាខ្ញុំមានកូនប្រុសហ្នឹងថាខ្ញុំមានណានៅអត់មានអ្នកណានៅទេម៉ែអញគ្រាន់តែប្រាប់ទេនៅមិននៅអញមិនដឹងទេហែងគេក៏អញមិនដឹងដែរតែគ្រាន់តែអញចង់ប្រាប់ឯងថានៅឆ្ងាយពីម៉ែនៅឆ្ងាយពីព្រែកប្រយ័ត្នគេអូសទាញទៅមើលមនុស្សគេយកសម្ដីជាគោលហើយសិលធម៌គេយកហើយមកដល់ចាប់សនលេងមកអស់ដៃមកអីហ្នឹងរបៀបម៉េចចង់លេងរបៀបម៉េចឲ្យសួរវារបៀបចឹងបាទតមកនៅយប់មួយម៉ែហ្នឹងគាត់ចាប់ដើមអានេះខ្ញុំនិយាយរំលឹកអតីតកាលបន្តិចយប់មួយហ្នឹងដដែលម៉ែហ្នឹងគាត់ចាប់ដើមឃើញមនុស្សសំលេងមនុស្សផុសសេកហើយបើកប្អួចមកគាត់ឃើញដូចមនុស្សសេកឲ្យជួយដួលប្រាវលើអាស្លឹកឈើនៅចកាងាប់ហ្នឹងណាប្រាវគាត់ជួយឲ្យលើសំលេងដូចគេអស់មនុស្សកាត់អាស្លឹកឈើងាប់ហ្នឹងក្រោកចឹងអស់គាត់ក៏បើកប្អួចមើលពីប្អួចហ្នឹងទៅឃើញកូនចៅគាត់ដែលបុគ្គលិកដែលម្នាក់ដែលយាមក្រុមផ្ទះគាត់ស្និទ្ធហ្នឹងណាដួលឲ្យមានមនុស្សស្រីម្នាក់ញឹងកអើដើរចូលចកាកស៊ូហ្នឹងហ្មងហើយគាត់ស្រែកហៅវាមកទៀតហើយនោះគាត់ស្ទុះទៅមើលអាប៉ែហ្នឹងគាត់ចុះផ្ទះគេធ្វើខ្ពស់គេចាក់ដីខ្ពស់ហើយដល់ពេលពីចកាវាទាបហ៎
ចេះតែពេលគាត់ឡើងមិនត្រូវឡើងអាទួលដីបន្តិច បាទ គាត់ល្អិលដួលឲ្យផ្ងាជើងទៅក្រោយទេអញ្ចឹងឪនឹងតែចេះហឺគេដួលសោះស្អីស្អីអាពូនឹងក៏ស្រែកមកខ្ញុំដួលទេអ៊ំអើយអត់មានអីទេតែអ៊ំស្រីនឹងគូឃើញម្នាក់ស្រីនឹងអស់កច្បាស់ណាស់អស់ចូលអស់កងហើយដៃញងាងអស់កាត់យកហ្មងគាត់ថា យល់ ឃើញច្បាស់ណាស់ឃើញឲ្យមកអស់ចំអាកន្លែងហ្នឹងដែលគាត់បែរទៅហ្នឹងដល់ពេលគាត់ងាកមកឃើញដួអាកន្លែងហ្នឹងតោះណែដួចំអាកន្លែងហ្នឹងបន្ទាប់មកគាត់ថាក្នុងចិត្តគាត់ថាសង្ស័យម្នាក់ហ្នឹងទៀតសង្ស័យម្នាក់ហ្នឹងមកទៀតហើយអញ្ចឹងគាត់អត់មាត់ទេថ្ងៃមួយគាត់ឈរធ្វើម្ហូបប៉បចុះនឹងគាត់ធ្វើម្ហូបឲ្យកម្មកអញ្ចឹងឆ្នាំងធំកូនគាត់ជិះម៉ូតូចូលមកជិះម៉ូតូពីរៀនមកចូលតាមអាព្រៃព្រោះគេធ្វើផ្ទះគេមិនធ្វើជាប់ទេចកាណាជិះចូលមកគាត់ឃើញមនុស្សស្រីម្នាក់ទូកម្មាកាឡាពណ៌ក្រហមហ្នឹងហើយយួរកត្រកមួយហើយដើរទៅចេញទៅក្រៅហើយគាត់អត់មាន say hello អត់មានអីទេអត់មាន say hello អីជាមួយទេអញ្ចឹងគាត់ក៏ឆ្ងល់ថាជាទូទៅគេស្គាល់ថាកូនម្ចាស់ចកាណាក៏គេអា reflect ដូចថាភ្ញាក់ឬមួយក៏គេអោនអីបន្តិចអ្នកនាងចឹងដូចគុណនារីពេកដល់ពេលចឹងទៅគាត់ថាអ្នកនេះថ្មីមែនអីមែនគាត់ក៏ជិះម៉ូតូចូលមកវាយម៉ូតូចតហ្នឹងគាត់ឃើញម្ដាយគាត់ពងធ្វើម្ហូបក្រៅផ្ទះហ្នឹងអាចំហៀងផ្ទះខាងឆ្វេងហ្នឹងគឺគាត់ម្លងចកាម្លងដើមឈើ2 3ដើមហ្នឹងគាត់ឃើញម្នាក់ស្រីហ្នឹងដដែលឈរនៅកន្លែងដើមឈើហ្នឹងហើយតែពាក់កណ្ដាលទេចេញតែពាក់កណ្ដាលរបៀបអឺតមើលតែពាក់កណ្ដាលមុខមិនអឺតទេណាចេញឈរបាំងខ្លួនពីលើដល់ក្រោមតែពាក់កណ្ដាលទេហើយកាន់កន្ត្រកចឹងដដែលហើយគាត់ស្រឡឹងហើយម៉ែថាហើយស្រឡឹងអាណាហើយស្រឡឹងអីគេខ្ញុំឃើញដូចមានមនុស្សនៅក្រោយកស៊ូគ្មានខ្មោចទេតែហ្នឹងកូនហ្នឹងវាអត់ហ៊ានឆ្លើយតបទេព្រោះដឹងអត់ស្រួលដែរតែវាឆ្ងល់មិនម៉ែដឹងថាវាចង់សួររឿងខ្មោចបាទយល់អត់យល់មិនម៉ែដឹងថាវាដឹងថាកូននឹងចង់សួររឿងខ្មោចអញ្ចឹងគាត់ក៏អត់និយាយទាំងអស់ថ្ងៃមួយកូនប្រុសហ្នឹងទេមកលេងថាចេះម៉ែអើយខ្ញុំនៅផ្ទះនេះសុំបានហ្មងសុំបានណាអីក៏បានដែរឥឡូវខ្ញុំបានការងារថ្មីល្អជាងនឹងទៀតហើយអាឡៃចាស់ហ្នឹងហៅខ្ញុំទៅវិញណាតែខ្ញុំអត់ទៅគេថាជំនាញផ្ទះទៅហ្នឹងប្រាប់តកែថាមិនមែនខ្ញុំអ្នកធ្វើទេគឺអ្នកធ្វើអីណាណៃអីទៅលងម្ចាស់តកែហាងហ្នឹងហើយឥឡូវគេហៅខ្ញុំទៅធ្វើការវិញហើយខ្ញុំអត់ទៅទេហើយតែតកែហ្នឹងឲ្យខ្ញុំទៅជួយអុជធូបជំនាញផ្ទះគេសុំទោសខ្ញុំទៅខ្ញុំនឹងលិតគាត់អីចឹងណាតែឥឡូវនេះខ្ញុំបានធ្វើការឡើងក្រុមហ៊ុនថ្មីបានប្រាក់ខែច្រើនអីចឹងទៅម៉ែថាល្អអីចឹងតែកូនហ្នឹងគឺគាត់តែងតែចាប់ដើមឃើញកតុយភ្នែករៀងរាល់ពេលដែលគាត់ចាប់អារម្មណ៍មានក្តីស្នេហាមួយអ្នកណាម្នាក់គ្រាន់តែគាត់លួចក្រាស់ឯងឃើញទៀតហើយតែបើគាត់អត់មានស្នេហាអត់ជួបក្រាស់អត់គាត់ឬមួយក៏មួយរយៈហ្នឹងគឺគាត់អត់មានគូហ្មងអត់មានអារម្មណ៍សូម្បីតែអារម្មណ៍ស្រឡាញ់អ្នកណាគឺគាត់អត់ឃើញទេតែឲ្យតែគាត់ចាប់អារម្មណ៍ថាម្នាក់នេះស្អាតអ្នកនោះស្អាតម្នាក់ស្រីនេះស្អាតសាក់ស្រឡាញ់អ្នកស្រីហ្នឹងស្អាតញ៉ែម្នាក់ស្រីហ្នឹងដឹងតែយប់ឡើងបើមិនឃើញកតុយភ្នែកឃើញខ្លាំងគាត់ថាមានពេលមួយនោះគាត់ស្រឡាញ់អាកូនឆ្កែទូចអានគេហៅកូនគីគីអាភ្នែកលៀនស្គមជីវ៉ាវ៉ាហ្នឹងហើយបាទគាត់ថាស្រឡាញ់យកមកដេកអោបអីចឹងឈ្មោលចំោះឈ្មោលអីញ៉ៃចឹងហើយកូនហ្នឹងថាខ្ញុំយូរទៅចិញ្ចឹមឆ្កែខ្ញុំចិញ្ចឹមទៅហើយខ្ញុំប្រាប់ថាទុកឆ្កែដូចសង្សារអញ្ចឹងណានិយាយលេងអញ្ចឹងអញទុកឲ្យដូចសង្សារឯងស្អីជាមួយតែអញមានសង្សារអញទុតតែចោលមកកន្លែងអីញ៉ៃញ៉ាំអញ្ចឹងគាត់ថាស្អែកហ្នឹងឆ្កែងាប់បាត់ក្អួតនៅក្រោយផ្ទះងាប់បាត់ហើយតែពេលយកទៅពេទ្យថាអីមេរោគអីមិនដឹងទេគាត់ក៏ឈប់ចិញ្ចឹមគាត់ឲ្យលងគាត់សាហាវមកមានអាក្បិនផងមានអាមកដេកសកត់ពីលើគាត់មានអាដៃឃើញតែដៃចេញពីក្រោមក្រែមកប៉ះកផ្លូវគាត់ឃើញហ្មងហើយពេលខ្លះគាត់រើបរះអត់រួចទៀតអញ្ចឹងគាត់ថាខ្មោចលោបគាត់ថាម៉ែអើយផ្ទះនេះមានខ្មោចលោបលោបខ្ញុំរហូតអីចឹងទៅដល់ពេលហើយខ្លាចអត់តែស្អាតដែរណាបងអូនគេ
bật tổ bị tu sạp mài máu á ơi anh ơi vía cả kịch chương khmoi sạch chương vía từ khỏi khmoi bình miệng khmoi khỏi vía chẳng bữa ấy khmoi sạch lạnh ấy vô tới toàn này toàn miền cu cà vô đó ồ nó kiên vậy chẳng hãy mãi nó tha hãy cùng vậy để đa chẳng cô nó còn hẹp tha mà dạ khỏi nó khơi bài vẽ cả khmai support bot កាន់កត្រហើយទូកម៉ាយល់ទេអញ្ចឹងម៉ែនោះភ្ញាក់ព្រឺតមិនបានគាត់ឃើញដូចអាកូនស្រីគាត់ឃើញហើយកូនស្រីហ្នឹងគាត់លឺពី speaker មកភ្ញាក់ខ្លួនឯងរៀងខ្លួនត្រឡប់មកម្ដាយវិញម្ដាយទៅរកគ្រូម្នាក់ឲ្យមកជួយមើលថាតម្នាក់ស្រីដែលនៅផ្ទះជានាងហ្នឹងនៅផ្ទះគាត់នៅកូនគាត់នៅពេញហ្នឹងហើយនឹងម្នាក់ដែលគាត់ឃើញថ្មីនៅក្នុងផ្ទះហ្នឹងណាគេគ្រូហ្នឹងនិយាយមួយម៉ាត់ថារបស់ហ្នឹងមានយូរហើយ10 ទៅ 15 ឆ្នាំមុនមានតែធ្វើអីគេអត់មានតែគាស់វាឡើងមកវិញអត់មានតែយករបស់គេអីមកប្រើវិញអត់រំលឹកមើលគាត់ក៏ចាប់ដើមរំលឹកទៅនៅយប់មួយអតីតទៅពេលគាត់នៅក្មេងវិញបាទពេលគាត់នៅក្មេងវិញគាត់គេហៅថានៅផ្ទះចកាតែវាទាន់អាប់ដេតទៅជាផ្ទះឥឡូវខ្មែរក្រោយនេះឯងនៅផ្ទះឈើទេអីឡើយមិនទាន់មានបានអីហ្មងទេតែបើនិយាយអ្នកនៅក្នុងស្រុកភូមិហ្នឹងគឺគ្រួសារគាត់ប្តីគាត់ហ្នឹងគឺអ្នកណាក៏ប្រាថ្នាចង់បានដែរយោព្រោះពាក់ខ្សែកធំអីចឹងទៅអញ្ចឹងផ្ទះគាត់មានអាសនៈមួយឪគាត់ហ្នឹងគោរពណាស់គោរពអាសនៈអត់មានជំនាញផ្ទះទេណាមានតែអាសនៈឯងតែគាត់គោរពសឹងថាប្រជុំនៅនឹងទាំងអស់ហ្មងគាត់ថ្ងៃមួយហ្នឹងអ៊ំហ្នឹងប៉ាប្តីរបស់អ៊ំតែប្តីរបស់អ៊ំស្រីឥឡូវនិយាយគ្រួសារអ៊ំហ្នឹងសិនប្តីរបស់អ៊ំស្រីហ្នឹងសុកទៅហៅម្នាក់ទៀតមនុស្សស្រីដែរឲ្យទៅហៅគ្រូម្នាក់ទៀតមកជួយមកចូលក្នុងផ្ទះហ្នឹងតែអត់មានប្រាប់ប្រពន្ធទេយល់អត់ដូចមនុស្សប្រុសមេគ្រួសារធ្វើអីមិនបាច់ឆ្លងប្រពន្ធក៏បានណាក៏ហៅមកអញ្ចឹងប្រពន្ធហ្នឹងគាត់ឆ្ងល់ថាចេះហេតុអីបានហៅគ្រូមកអាសនៈទាំងអីទាំងផ្ទះខ្លួនឯងសុកហៅលោកទៅក៏គាត់អត់ថាអីដែរហេតុអីបានទៅហៅគ្រូពាក់អាវសពាក់អង្កាំអីមកអញ្ចឹងគាត់អត់មាត់ទេគាត់ឲ្យធ្វើគេថាអូយកអានេះដាក់អានេះយកអានេះដាក់គ្រូហ្នឹងក៏ឲ្យពុកប្រាស់មួយដែលឆ្កឹះចេញពីកន្លោកមួនយល់ឲ្យដាក់នៅនេះថ្នាក់នេះបន្ទាប់មកប្តីគាត់ចាប់ដើមមួម៉ៅក្តៅក្រហាយលែងនិយាយរកគាត់អីចឹងទៅគាត់ថាមានម្ដងនោះគាត់មួយប្តីគាត់ពងតាតែចែកគាត់នៅក្មេងនៅរៀងកូននៅទូចមិនមានគេប្តីប្រពន្ធគេរួមមេត្រីអីមួយគ្នាបាទប្តីគាត់គឺអត់ចង់រួមមេត្រីមួយគាត់ទេដូចដាច់ចំណងជាមួយគាត់តែប្តីគាត់មានមួយវគ្គនោះពងរួមមេត្រីមួយប្រពន្ធគាត់នេះរៀងជ្រៅបន្តិចគាត់បែរជាភ្ញាក់ពេលដែលពងតារួមមេត្រីនឹងប្តីគាត់ថាតួឯងខ្មោចក៏បងនៅតែស្រឡាញ់ដែរមើលមុខប្រពន្ធខ្លួនឯងហើយនិយាយចេញហើយស្ទាបគាត់ថាកាប់ថ្នមគាត់ហើយនិយាយភាសាឡើងសតុនតួឯងខ្មោចក៏បងនៅតែស្រឡាញ់ដែរហើយតទៅទៀតទៅក្រោយមកគាត់ចាប់ដើមឃើញភាពមិនស្រួលក្នុងខ្លួនប្តីគាត់ខ្លាចត្រូវគេធ្វើអំពើអីចឹងហើយមនុស្សម្នាក់រត់មកប្រាប់គាត់ថាអីប្តីអីឯងអត់ស្រួលទេណាមួយអ៊ំលក់ធុកទៀនហ្នឹងណាអញ្ចឹងអញសង្ស័យដែរនៅយប់បន្ទាប់គាត់ថាបន្ទាប់មកមិនយូរទេពេលហ្នឹងលឿនណាអាប៉ែហ្នឹងក៏ត្រូវខ្មោចអស់ម្ដងដែរហើយគាត់អត់ឃើញទេប៉ុន្តែពូហ្នឹងមកប្រាប់ថាយប់មិញគាត់ដើរមើលចកាកស៊ូព្រោះលឺសំឡេងដូចអាលំដើមកស៊ូដើមអីលឺអារណាអីណាអញ្ចឹងគាត់ចេះតែខ្លាចគាត់ឆ្លោះពិលទៅមើលស្អិចមានគេទាញគាត់ឲ្យគាត់ញឹងរត់យកហ្មងគាត់រត់មួយគេមិនមែនអស់ទេណាគាត់ថាញឹងឲ្យរត់មួយគេអស់គាត់រត់ដូចមនុស្សម៉ារ៉ាតុងអស់មនុស្សអត់ចេះរត់ឲ្យរត់តាមណាហើយគាត់ថាអស់ពីចុងស៊ូបកមកវិញពីប្រជុំគាត់ថាអត់ទេខ្មោចចឹងគាត់ក៏ឈប់បាត់មករយៈទៅតែថ្មីនេះដែលត្រឡប់មកគឺបងមួយដែលដួលហ្នឹងដែលអ៊ំហ្នឹងមើលពីលើហ្នឹងគឺពូហ្នឹងឯងដែលមើលពីលើថ្មីនេះដែលទាញអស់ទៅចកាកស៊ូហ្នឹងគឺពូហ្នឹងឯងដែលឈប់ឲ្យមកវិញហ្នឹងគឺពូហ្នឹងមនុស្សតែមួយចឹងគាត់លែងពូនោះលែងឈឺឆ្អាលរឿងគ្រួសារគេយល់វិលទៅអតីតកាលវិញ
គាត់ឃើញប្តីគាត់អង្គុយនៅមុខផ្ទះពេលយប់តែឯងមានក្បាក់រសៀល6 7ហ្នឹងអ៊ំហ្នឹងគាត់ចុះពីលើមកទៅអង្គុយជាមួយដូចពាក់កៅអៅរ៉ូបអលងយប់អីចឹងណាឯងចូលក្នុងចូលអីទៅបិទទ្វារបិទអីមូសអីចឹងទៅថាមិនតន់ទេចាំងឹតតិចចាំចូលអង្គុយក្រៅសិនក្នុងផ្ទះហប់ពេកហែប្រាំងហែអីមិនទេហប់ចឹងទៅអ៊ំហ្នឹងក៏គាត់ទុកទូរស័ព្ទហើយគាត់ដើរចូលទៅយកប្រដាប់ឆក់មូសអាហ្នឹងកាលជំនាន់ហ្នឹងឆក់មូសទៅចេញដបងណាហ្នឹងហើយអត់តមាន7ទេឆក់មូសអត់មាន7ទេឆក់មូសខ្មុំហុកអីហ្នឹងគាត់ចូលទៅយកទៅទូរស័ព្ទប្តីគាត់លោតលេខទូរស័ព្ទមកថាអ៊ីដែលដាក់ទៀនធូបបាទតែជំនាន់ហ្នឹងគេមានអាលេខចំណាំណាយល់អត់គេអត់មានដាក់ឈ្មោះទេដូច01ទូរស័ព្ទជំនាន់មុនណាអត់មានហ្វុនខ្មែរប្រហែលហ្នឹងអត់មានហ្វុនខ្មែរគាត់ដាក់01 02ចឹងទៅតែបងស្រីប្រពន្ធហ្នឹងដឹងថាលេខកូដហ្នឹងគឺលេខសេវ01 02 01.1ហ្នឹងគឺអ៊ីលក់ធូបហ្នឹងគាត់ក៏លើកហើយគាត់ថានិយាយមិនបិទចឹងខ្លាចពនលឺមែនអីចឹងគាត់ក៏ដឹងថាមានស្នេហាមួយគ្នាអ៊ំហ្នឹងគាត់ថាគាត់ទៅរកគ្រូថាប្តីគាត់ត្រូវគេធ្វើស្នេហ៍អីហើយគាត់ថានៅចុះមិនចុះសម្រងគ្នាទេយំអោបកូនអីចឹងក្នុងនាមជាមនុស្សស្រីអីចឹងណាចឹងប្តីគាត់នោះតាំងពីបដូរប្រពន្ធដឹងមកនិយាយពីថាផ្កើនម៉ែឪផ្កើនឲ្យប្រពន្ធធ្វើម្ហូបសោះយកដួសមកអាស្រៈប្រើកូនឲ្យយកឲ្យគេទៀតយល់អត់កូនតែអ៊ំនោះគាត់ទ្រាំគាត់ថាគាត់ទៅមើលគ្រូប្រាប់គាត់ថាទ្រាំទុកឲ្យគាត់ជួយទ្រាំសិនតែលែងចាញ់ពីខ្មោចហ្នឹងគាត់ស្ដាប់ខ្ញុំដល់ពេលហើយគាត់ក៏អត់ឆ្លោះអីទេនៅយុគមួយគាត់ចូលទៅក្នុងអាសនៈប្តីរបស់គាត់ហើយគាត់អុជធូបគាត់និយាយថាបើមិនមែនជានិស័យសូមឲ្យលែងដាច់ទៅតែបើគាត់មាននិស័យជាប្តីប្រពន្ធតែមានពពួកអរូបណាដែលមកចង់បំបែកដោយផ្លូវងងឹតផ្លូវអីមួយសូមឲ្យបារមីអាសនៈកំចាត់វាទៅនៅយុគនោះចុះមនុស្សបបាក់ចិត្តទេអត់លក់គ្របឈររហូតដើររហូតកូនដេកមួយកូនទេព្រោះហ្នឹងលេងដេកមួយប្តីហើយកូនស្រីហ្នឹងបើកភ្នែកមកឃើញម្ដាយខ្លួនឯងឈរនៅមុខទូកញ្ចក់ឈរឡើងគៀកទូកញ្ចក់ចឹងសឹងតែច្រមុះជាមួយច្រមុះចង់ទល់គ្នាបាទហើយកូនហ្នឹងគាត់ញីភ្នែកគាត់ថាមកអាញីភ្នែកមើលគាត់ឃើញគាត់ទៅដួលទាំងទៅលើពុកហ្នឹងវិញគឺគាត់ច្បាស់ណាស់ដូចគេមានរុញដូចគេមិនមើលអាឆ្កត់ចេះហើយដួលដាច់ស្ងាទៅវិញចេះគាត់ថាពេលហ្នឹងគាត់ឆាំច្បាស់ហ្មងគឺគាត់ឃើញមនុស្សស្រីម្នាក់ជួងវែងហើយដៃមកជាហៀងណាលូកមកដល់ពុកគាត់សកាត់ក្បាលកូនហ្នឹងហើយដៃមកជាងទៀតចាប់ក្បាលម៉ែគាត់អុកមួយកញ្ចក់ផាំងហើយរុញកវាម៉ែគាត់ទៅកលៀនជាងនៅពេលដែលលឺសំឡេងគេគោះទ្វារកតុកហ្នឹងហើយក៏បើកទ្វារមកឪនឹងមកថាថៃធ្វើអីលឺសលេងអីស្រែកទាំងយប់ទាំងអីចឹងក៏ឪនឹងឃើញទស្សនភាពរបស់ហ្នឹងតែកូនស្រីហ្នឹងណាបានឃើញខ្មោចម្នាក់ស្រីហ្នឹងឈរនៅពីក្រោយឪខ្លួនឯងចឹងដល់ពេលក្រោយមកឪហ្នឹងក៏ប្រាប់ថាគាត់ចោះចេញតែខ្លួនទេគាត់មិននៅផ្ទះហ្នឹងទៀតទេបើនៅហើយនាំឲ្យតែប្រពន្ធខ្លួនឯងវែងវ័នឈួតឡប់សតិចឹងគាត់សុកចិត្តចេញគាត់មិនខ្វះទេចកាកស៊ូគាត់កាត់ប៉ុណ្ណេះគាត់យកតែចកាតែគាត់មានសិទ្ធចេញចូលផ្ទះហ្នឹងព្រោះតន់កាត់ផ្ទះហ្នឹងឲ្យអញ្ចឹងគាត់ទៅនៅជាមួយនឹងស្រីថ្មីទៅនៅមួយស្រីថ្មីប្រពន្ធនេះពិបាកចិត្តទៅរកគ្រូហ្នឹងបានដៃប្តីអត់នៅប្រពន្ធហ្នឹងឲ្យគ្រូហ្នឹងទៅមើលនៅផ្ទះទៅដល់គាត់ថាផ្ទះនេះអាសនៈគេពាត់បាត់ហើយគាត់ដើរផ្ដាច់អំបោះគាត់ឆ្កឹះអ៊ំហ្នឹងគាត់ថាគ្រូហ្នឹងដូចអំបោះឆ្កឹះមានអំបោះបាត់សៃចឹងមកតែប៉ិតអំបោះហ្នឹងគឺមានហើយតែគាត់តែវាមកទៅសៃបាត់វាមើលមិនចាប់អារម្មណ៍គឺមិនដឹងថាមានអំបោះពាត់ជុំវិញវាមិនមែនចងបកគោលយើងឃើញមិនដែរចេះទេដូចពាត់តាមអាសៀកជើងអាសនៈចឹងណាប្រកបគាត់លោកគ្រូហ្នឹងគាត់ផ្ដាច់ហើយគាត់ក៏សមាធិអីចឹងទៅគាត់ក៏ចាប់រូបព្រះអង្គមួយមកហើយគាត់ថាមីខ្មោចហ្នឹងនៅក្នុងហ្នឹងយល់អត់តែគាត់យកចេញពីផ្ទះហ្នឹងអត់បានទេហ៊ានតែយកផ្ទះហ្នឹងឆាហើយឯងក៏ស្លាប់ដូចគ្នា
Phá nó. ចឹងគ្រូហ្នឹងគាត់ជំនាន់មុនគាត់ថាអ៊ំហ្នឹងគាត់ថាគាត់មិនដឹងថាគេធ្វើរបៀបម៉េចទេប៉ុន្តែគាត់ថាយកស្លឹកអីយកមកដាក់ហើយរុំហើយមានបរិយមានអីគេរុំមិនឯណាហើយដាក់ចូលក្នុងកឡដែកមួយប្រអប់ដែកមួយមូលដូចបែរមើលខ្ញុំសួរគាត់យើងគាត់ថាដូចកឡដាក់ថ្នាំចុកថ្នាំអីមិនដឹងទេណាព្រោះប្រះទូចដែរទេដាក់ ដូចកលាប់អញ្ចឹងណា ហ្នឹងហើយ ហ្នឹងហើយ ហើយគាត់យកទៅដាក់នៅក្នុងអាសនៈហ្នឹងវិញដោយសង្ឃឹមថាដាក់នៅកន្លែងដើមដែលអត់មានណាគេបើករកមើលបានទេអញ្ចឹងគ្រូហ្នឹងក៏គាត់និយាយថាមួយរយៈទៀតមកវិញហើយមែនមកមែនមែនតើហ្មងដូចជាមកគាត់ថាប្រហែលជាចិត្តកន្លះឆ្នាំប្តីនឹងមកវិញហើយប្រាប់ថាម្នាក់ស្រីហ្នឹងណាខូចសតិដើរពេញផ្លូវមិនទេតែធ្លាក់បន្លាយលងទឹកស្លាប់ស្រីថ្មីហ្នឹង តែអញ្ចឹងវិញណា ហើយប្តីហ្នឹងក៏មកវិញប្រពន្ធនោះក៏មានចិត្តសដោះដោយសារតែពាក្យគ្រូមួយម៉ាត់ថាឯងនៅមាននិស័យប្តីប្រពន្ធទេគ្រាន់តែគេជាគ្រោះរបស់ប្តីឯងដែលធ្វើមកកលៈហ្នឹងបើឯងគាត់ថាអាញួរនៅលើដៃឯងហើយ យល់ ចង់គ្រួសារមូលមិនមូលលើឯងតែខ្ញុំប្រាប់ថាពីរនាក់ឯងស្រឡាញ់គ្នាដល់ចាស់កោងខ្នងតន់ណា តន់ ផ្ទះហ្នឹងក៏ស្ងប់អត់មានរឿងខ្មោចអីទាំងអស់កើតឡើងក្រោយមកនេះគាត់ក៏ទៅរកនេះដែលគាត់តែឃើញអស់កក្រោយនេះហើយកូននេះឃើញឈរពីក្រោយម៉ែនេះគាត់ក៏ទៅរកគ្រូហើយឡើងមកបំពេញជួបកូនលេងអញ្ចឹងទៅម៉ែមកលេងកូននៅបំពេញចេះអុចធូបណាអើយជំនាងផ្ទះអើយឯងអើយជួយមើលកូនខ្ញុំផងណាហើយណាអីចឹងយប់ឡើងគាត់គេងនៅផ្ទះកូនគាត់ហ្នឹងគាត់ឃើញម្នាក់ស្រីហ្នឹងមកចិត្តតិចគាត់ដូចគាត់ដេកពងដេកអញ្ចឹងមកឲ្យដាក់ខ្លួនមកចិត្តតិចឲ្យតែម៉ាក់ផងខ្ញុំមើលឲ្យតែម៉ាក់ព្រមបដ ாய் ស្ទុះវឹងគាត់ស្ទុះពឹបគាត់ថាមីនឹងទៀតមិនក៏មកដល់ហ្នឹងមិនក៏មកដល់ផ្ទះហ្នឹងគាត់ក៏ប្រាប់កូនអីចឹងទៅគាត់ចង់មកឲ្យធូបអីស្អែកឡើងគាត់ទៅវិញគាត់ទៅប្រាប់ឪថាតែអាបងឯងនៅដូចមកអីនៅមកទៀតហើយតែផ្ទះខុសទៀតអីចឹងណាគាត់ក៏ថាមិនអីទេចាំទៅរកប្តីនេះចាំទៅរកតានោះអាចារ្យនោះលោកគាត់ធ្លាប់សឹកអីចឹងណាហើយគាត់ជួយតិចទៅយកកថាយកអីដាក់យកយន់ចងតារាផ្ទះតិចទៅវាលែងអីហ៎បែកវាទៅមិនអីទេគាត់ទៅធ្វើម៉ែហ្នឹងអ្នកយកទៅដាក់ម៉ែហ្នឹងអ្នកយកទៅឲ្យកូននៅពេញឡើងមកយកឲ្យកូនវិញណាដាក់ហើយត្រឡប់មកវិញអត់ហ៊ានដេកទៀតទេដាក់ហើយត្រឡប់មកវិញគាត់ចាប់ដើមជជែកមួយកូនស្រីគេពេញកំមុំហើយកូនស្រីគេពេញកំមុំហើយណាមកដល់ថ្មឥឡូវនេះមកដល់ដេកក្នុងកតុបពេលហ្នឹងកូនហ្នឹងធំអញ្ចឹងម៉ែហ្នឹងមកលេងកតុបអីចឹងទៅអញ្ចឹងគាត់និយាយរឿងហ្នឹងរឿងចុះរឿងឡើងស្រីកូនស្រីហ្នឹងគាត់ដូចកធាក់ដូចដេកចុចទូរស័ព្ទអញ្ចឹងហើយម៉ែនិយាយម៉ែអង្គុយលើក្រែងនិយាយថាអើយតិចមួយ 5-6 ឆ្នាំមុនទៅបើអញឃើញទៅដូចអញ្ចឹងអីចឹងណាស្រីកូនហ្នឹងក៏ធាក់ពឹបកុំនិយាយពីវាកុំនិយាយគេមកឥឡូវហើយគាត់ដេកទៅវិញម៉ែថាឈួតទេធាក់អញ្ចឹងបិទភ្លើងកូនហ្នឹងវាពិបាកចិត្តវាដេកវាថាខ្លាចរឿងដដែលកើតមកលើបងវាឬមួយក៏មកបំបែកបាក់ឪវាអីវិញចឹងណាគាត់ក៏បោះសាពះនៅលើក្បាលតនេកថាសូមឲ្យរបស់ល្អអ្នកថែរក្សាអាសនៈអីនៅក្នុងផ្ទះនេះនៅអាសនៈសពពីដើមអីហ្នឹងគាត់សាពះទៅបួងសួងទៅមិនបានទៅដល់កតុបអាសនៈទេសាពះក្បាលតនេកទៅថាបើមានសូមឲ្យអាហោសកម្មឲ្យគ្នាទៅណាកុំបំបែកបំបាក់គ្នាបើម្ដងនេះគឺលេងគ្នាមែនតើណាគាត់ប្រាប់ណែគាត់ថាដំបងនិយាយរៀងស្រួលតែចុងក្រោយអាក្មេងចម្លៃឥឡូវនេះណាបែបលេងវិញអញប្រាប់គាត់ក៏ដេកមកគាត់អើយមនុស្សគាត់ថាឃើញម្នាក់ស្រីហ្នឹងណាប្រើដៃតែមកចាហៀងទេមកចាអាមឯងចាប់កជើងគាត់ទាំងពីរឲ្យលើកហើយគាត់ពងដេកចឹងយល់តែដូចមនុស្សពងដេកគេចាប់ជើងយល់របៀបមិនចាអាមតែបើមិនចាអាមយើងវាចាប់អត់ជុំទេតែដៃម្នាក់ហ្នឹងគឺមិនចាអាមចាប់ជើងកជើងគាត់ទាំងពីរឲ្យលើកហើយឃើញដំបងឈរនឹងអត់ទេបន្ទាប់មកដាក់ជើងឈរលើខែហើយគាត់មើលមិនកាន់តែខ្ពស់ហើយគាត់នៅសល់តែខ្នងឡើងហើបអស់ហើយនៅតែអាឡៃស្លាប់ក៏ជួលនេះដែលនៅហើយគាត់ប្រាប់ថាគុំហើយម្នាក់ស្រីហ្នឹងញោមដាក់គាត់ញោមនឹងថាញោមប្រែទៅជាខ្មោចដូចក្នុងកុនមិនគឺអញ្ចឹងតន់ណាតន់ថ្មីហ្នឹងហ្មងតទៅហើយ
គាត់បិទភ្លើងអាងឹតហ្នឹងក៏ប្លែកបន្តិចគាត់ថាគាត់ឆ្លាតគាត់អត់ដឹងធ្វើម៉េចគាត់ថាត្រូវតែបើកភ្លើងឲ្យភ្លឺកន្ទប់គាត់ព្រោះចាំងមកឃើញតែមុខទេណាវាភ្លើងបន្តិចទេមី open the light លឹបអំពូលរាត្រីស្រាប់សំឡេងហ៎ អូបាទ smart light ដែរ ប៉ុន្តែគាត់ទិញពីថៅប៉ោ បាទ គាត់មិន open the light ទេមីខែតឹង វាបើកភ្លើងផ្លាប់បាត់គាត់បឹបធ្លាក់ចកេះយកមក អាហ្នឹងគាត់ថាយកសពគាត់កើតទៅវាស្ដាយហ្មងវាសងភ្នែកឯហ្នឹង ស្វំភ្នែកគាត់ឃើញហ្មងតែមិនជាឆ្លោះអីទេតែគាត់ក៏នៅសន្មត់ថាខ្លួនឯង50ដេក50មែនតែនតោះណាប៉ុន្តែគាត់ឆ្ងាញ់គ្រាន់តែគាត់ថាមីខែតឹងនេះអំពូលគេលក់អនឡាញយើងឃើញហ្នឹងយោបើក ក៏ដោទិញអាហ្នឹងមួយសិន ខ្ញុំថាអូយរឿងនេះតន់តម្លៃឲ្យទៀតដល់ហើយគាត់ថាប្រហែលជានេះជានោះគាត់ទៅរកគ្រូបារមីខ្មែរណាគេក៏មើលខ្ញុំគេថាប្រហែលជាយកអីឡើងមកវិញហើយគោះអីមកវិញទៅចែកចោះចែកឡើងហើយកូនមកទៅចែកគ្នាបានដឹងសាច់រឿងគឺឪហ្នឹងមុននឹងកូនឡើងមកភ្នំពេញឲ្យព្រះកូនមួយជាការថែរក្សាកូនតោះណាយកមកឲ្យកូនពាក់ធ្វើបតង់ខ្សែកពាក់ហើយម៉ែដើររកទៅហើយទៅយកពីណាយកពីអាកឡហ្នឹងហើយគាត់អ៊ំហ្នឹងគាត់ឆ្ងល់គាត់រកយូរហើយព្រះហ្នឹងមិនឃើញដល់ថ្ងៃដែលគាត់ត្រូវឡើងទៅយកឲ្យកូននេះបែរជាទៅលមាស់ដៃបើអាតឡាប់កឡហ្នឹងមកឃើញទៅហើយគាត់ឆ្ងល់ថាហុំស្អីញ៉ៃគាត់ក៏អត់ខ្វល់ទៅគាត់យកឲ្យកូនហ្នឹងធ្វើបតង់ខ្សែកពាក់អាងទៅរូបព្រះហ្នឹងហើយអញ្ចឹងក៏តាមមកដល់កូនទៅតែជំនាញផ្ទះដែលគេឃើញស្អាតនេះយល់ហើយយល់ទេយល់បាទថ្ងៃមុនដែលលើកថ្ងៃថតហ្នឹងសុកឪគាត់អង្គុយដេកហើយស្ទុះងើបអង្គុយវូនិយាយហ្មងនិយាយទាំងយំបោកខ្លួនណាអញយកប្តីវាមិនបានអញយកកូនវាមិនបែកអញទៀតស្អីចេះមិនបែកមិនបាក់គ្រប់យ៉ាងមិនផងអញនឹងយកមិនបានហ្មងក្នុងផ្ទះហ្នឹងអញ្ចឹងអញកិច្ចកយកអាកូនប្រុសហ្នឹងទៅឲ្យបាត់ស្អីបាទហើយខ្ញុំទៅទាំងខ្ញុំហ្នឹងហើយមិនមែនទៅជួយដោះទេណាទៅជួយមើលចុះរអត់ឃើញទៅជួយមើលទៅជួយរទៅជួយនិយាយថាជីគ្នាបាទព្រោះគាត់ក៏ជឿចិនសែអីចឹងដែរផ្ទះគាត់នៅប្រជុំជនខេត្តហ្នឹងខ្ញុំអ្នកមើលឲ្យទេចការហ្នឹងក៏ខ្ញុំធ្លាប់ទៅដែរអញ្ចឹងក៏បានជីគ្នាជាអីចឹងទៅដល់ពេលហើយត្រឡប់មកអានេះចូលរឿងទី3ដែលខ្ញុំចង់និយាយកូនប្រុសហ្នឹងលងកំ pl ហ្មងលងបែបមលោបបែបមកស្រីបស្រាលខ្លួនគាត់ខ្លាំងគាត់ស្រែកថាខ្ញុំស្រឡាញ់ប្រុសទេខ្ញុំមិនស្រឡាញ់ស្រីទេមិនបានមករកគាត់មិនមកអីអញ្ចឹងហើយតែផ្ទះពួកម៉ាក់គាត់ទៅតាមទៀតតាមរហូតតាមគ្រប់ទីកន្លែងក្រាក់តាមគ្រប់ទីកន្លែងគាត់ថាពេលគាត់ទៅគេហៅថាទៅម៉ាស្សាទៅស្ប៉ាទៅតាមគាត់មកកន្លែងម៉ាស្សាហ្នឹងទៀតគាត់ថាគាត់តាមចង់ឈួតហ្នឹងមករយៈចុងក្រោយហ្នឹងដែលពេលឪយកកថាទៅដាក់នៅផ្ទះនេះគាត់តាមអាក្រៅផ្ទះលងចាក្នុងផ្ទះទៀតគាត់ពាក់តែកហ្នឹងទៅណាទៅជាមួយរហូតបាទហើយឲ្យតែគេប៉ះខ្លួនឲ្យតែគាត់ខ្មោចហ្នឹងគឺកាងគាត់ហ្មងគឺស្រឡាញ់គាត់ណាប៉ះគឺមិនបានទៅបីតែសត្វក៏កាត់ដែរយល់ហើយបានដឹងអាក្រោយមកដែលនិយាយសាច់ដែលគាត់ចូលហ្នឹងបានយើងដឹងសាច់រឿងថាម្នាក់ហ្នឹងវាគុំយកប្តីមិនបានចង់យកកូនអីចឹងណាដល់ឥឡូវហ្នឹងដល់ឲ្យលោកអីគេថាវាចុងកិច្ចហើយមែនតើទៅដូចគេមកផ្ដាយផ្ដាំអញ្ចឹងយើងក៏ជជែកអីតែជក់បរិយអុយបរិយអុយជក់បរិយជក់អីទៀតឆ្ងាញ់ហ្មងចាន់ស៊ីហ្មងអុយបរិយអុយជក់ឲ្យគេថាគេទៅឲ្យគេធុញគេញ៉ែមិនបានអីគេទៅឲ្យគេប្រាប់ទៀតទៅដើមឈើណាក្នុងចុងភូមិកន្លែងដែលគេធ្លាប់ងាប់មួយប្តីគេអីប្រាប់ឆ្ងាញ់ហ្មងហើយចេញទៅចប់តែខ្ញុំទៀតនៅមានទៀតមិនមែនមិនទាន់មានទេតែគ្រាន់តែរឿងហ្នឹងយើងចាប់តែប៉ុណ្្នឹងនិយាយទៅមកតាមប្រហែលថ្ងៃមុនហ្នឹងគឺត្រឹមហ្នឹងតែមករយៈក្រោយមកដែលខ្ញុំទៅជួបដែលខ្ញុំទៅជួបគាត់ឲ្យគាត់ពិភាក្សាជាមួយយើងនិយាយពីរឿងសុយរិស័យហ្នឹងគឺហ្នឹងវាស្ងប់ស្ងាត់ទៅថាមករយៈដែលយើងអាចដកដង្ហើមធំបានហើយវាថាអូខេហើយចង់និយាយតែចឹងណាអញ្ចឹងបានរឿងនេះ
Chắc mà thanh nhung trăng bảy hưởng côn xế hưởng âu xế tại đặc biệt mình tán hưởng nắng cứ ពីត to គ្នា គ្នា មិនអីទេមិនអីទេនៅតែឆ្ងាញ់អញ្ចឹង núi đừng đãឆ្ងាញ់មើលតួអង្គច្រើនពេក អូអត់អីទេអើមិនច្រើនផងចុះឡើងមានតែប្រហែលអ្នកហ្នឹង ហ្នឹងហើយមិនគ្រួសារមកពីមកគ្រួសារហ្នឹង មកគ្រួសារគាត់តែមានកូនប្រហែលអ្នកអីចឹង ឆ្ងា ទៅ យគ្នាអី ហ្នឹង អី ហើយ អញ្ចឹងសង្ឃឹមថានឹងស្ដាប់យល់ចុះ អូអញ្ចឹងហ្នឹងតែបងប្អូនទាំងអស់គ្នាអត់ទេមានកុំថាអ្នកណាឆ្ងាយតែឪពុករបស់ខ្ញុំហ្នឹងក៏អញ្ចឹងដែរ មិនទៅ ឪពុករបស់ខ្ញុំគាត់អាងរូបព្រះ អា រូបព្រះជួយហើយខ្ញុំប្រាប់គាត់ថាអញ្ចឹងប៉ាព្រះពុទ្ធថានិព្វាន អឺ ព្រះអង្គមិនមែននៅហ្នឹងទេព្រះអង្គមិនមែននៅក្នុងបតោងរបស់ប៉ាទេនៅក្នុងរូបរបស់ប៉ាហ្នឹងទេនៅឋាននិព្វានសឹងតែប៉ាបនស្រន់ស៊ូមដល់លោកផងលោកមិនទៅស្ដាប់គាត់លោកនៅឋាននិព្វានជាឋានស្ងប់ ណាព្រោះយើងរំលឹកថ្ងៃរំលឹកតែពុទ្ធអាវាត បាទពុទ្ធ ទេ តែពុទ្ធគុណពុទ្ធអាវាតតែប៉ុណ្្នឹងទេបាទទៀតពិតទៅរូបបតោងរបស់ព្រះពុទ្ធព្រះស្អីក៏ដោយគឺស្អីផ្សេងទេអាចជាបារមីអាចជានេះអាចជានោះយើងអត់ដឹងអានោះមិនមាននេះទេតែក្នុងករណីនេះគឺរូបព្រះមានកញ្ញាមួយ ហ្នឹង ប៉ុណ្្នឹងឯងចឹងតែមិនមាន នេះឲ្យបងប្អូនបញ្ចេញយោបល់ទៅកុំឲ្យថា ហ្នឹងហើយ អីតិចព្រះអីអន់ជាខ្មោចម៉ែ អត់ អី ទេ ម៉ែអាហ្នឹងបងប្អូនខ្ញុំអត់បកស្រាយថាមិនបានចូលបានមិនបានអីបានក៏ប៉ិតវាមានចម្លើយហើយមួយយកយើងអ្នកនៅក្នុងវិស័យជំនឿយើងដឹងហើយប៉ុន្តែវាមិនចម្លើយនេះវាមិនទាត់អាចទទួលយកបានជាសកល បាទវាពិបាកក្នុងនេះព្រោះអីបើយើងនិយាយបែបផែនវិទ្យាសាស្ត្ររូបព្រះហើយហ្នឹងព្រះ ហ្នឹងហើយ មានអីទៀតកែវព្រះ ហ្នឹង អញ្ចឹងណា សួរតាពួកយើងគោរពព្រះអត់ គោរពអត់គោរពមិន ជាប្រធាននៃ បាទ យើងហើយ បាទ